លោកបានប្រៀបធៀបថាវប្បធម៌រលត់ជាតិរលាយវប្បធម៌ពុនរីជាតិកាំងកានកាលណាវប្បធម៌រលត់ប្រពៃណីជាតិខ្មែរយើងគឺនឹងបាត់បង់មានតែមនុស្សប៉ុណ្ណឹងថាជនជាតិអីពិតប្រាកដតលតែវប្បធម៌នឹងរុងរឿងដូច្នេះបានជាតិយើងនឹងថាថេជ័យកាលនៅលើពិភពលោកនេះទៅបានហើយពុទ្ធសាសនានេះដែលអាចថាថេជ័យកាលនៅលើពិភពលោកយើងនេះបានវាមានរឿងមួយគឺការកសាងដែលលោកហៅថាគេសម្លឹងទៅលើវត្ថុ6យ៉ាងដើម្បីឲ្យសាសនានេះស្ថិតនៅបានគឺត្រូវថែរក្សាវត្ថុ6យ៉ាងវត្ថុ6យ៉ាងនោះទី1ហៅថាពុទ្ធសាសនដ្ឋានគឺទីកន្លែងសម្រាប់សាសនាមានន័យថាមានដីវត្តបើសិនជាសាសនាអត់មានទីតាំងទេមានតែនៅក្នុងជំនឿនៅក្នុងចិត្តរបស់មនុស្សតែមនុស្សនឹងស្លាប់ទៅយកទៅតាមបាត់អ្នកក្រោយអត់មានអីផោះតាំងសោះម្ល៉េះហើយទី1ពុទ្ធសាសនដ្ឋានត្រូវមានទីដីសម្រាប់សាសនាទី2ពុទ្ធសាសនវត្ថុត្រូវមានវត្ថុនៅក្នុងដីនឹងវត្ថុនៅក្នុងដីនេះមានកុដិមានសាលាមានព្រះវិហារមានខ្លោងទ្វារមានរបងវត្តមានរូបបដិមាមានបត្រៃ3ដកវត្ថុផ្សេងដែលជាតំណាងឲ្យពុទ្ធសាសនាអញ្ចឹងបើមានតែដីអត់មានវត្ថុអីសោះមិនដឹងថាដីអីបើអញ្ចឹងតលតែមានកុដិសាលាព្រះវិហារសំណង់អីទៅគេក៏លេចមើលឃើញថាអូរចនាបថនេះវត្តអន្តើអញ្ចឹងទី2ពុទ្ធសាសនវត្ថុទី3ពុទ្ធសាសនិកជនឬហៅថាពុទ្ធសាសនបុគ្គលតើតើមានមនុស្សបើមានតែដីធ្វើតែលបងពាត់ចិត្តអត់មានមនុស្សនៅក្នុងហ្នឹងមិនដឹងថាដីស្អីគេម្ល៉េះហើយតើតើមានអ្នកជឿអ្នកកាន់អ្នកគ្រប់គ្រងគឺមានទាំងប្រសង់ទាំងប្រសក់នឹងឯងរីឯទី4ពុទ្ធសាសនបដិបត្តិតើតើមានអ្នកបដិបត្តិមានអ្នកបដិបត្តិហ្នឹងគឺមានអ្នកសម្ដែងដើរតួមានប្រសង់អ្នកចូលបួសមានលោកយាយលោកតាអ្នកគ្រប់គ្រងរក្សាសិល5ចាំសិល8មានអាចារ្យអ្នកដឹកនាំកម្មវិធីមានគណៈកម្មការអ្នកដឹកនាំក្នុងការសាងសង់ដូច្នេះបើអត់មានរចនាសម្ព័ន្ធអញ្ចឹងទេក៏វត្តមិនអាចស្ថិតស្ថេរនៅបានដែរតើតើមានអ្នកគោរពបប្រតិបត្តិឯទី5គឺមានពុទ្ធសាសនធម៌គឺការសិក្សារៀនសូត្រឱវាទពុទ្ធសាសនាដូចជាការគ្រងទុកគឺការកសាងសាលាពុទ្ធិកសិក្សាឲ្យប្រសង់កូនខ្មែររៀនសូត្រចេះដឹងពុទ្ធវចនៈហើយក៏បានសម្ដែងផ្សព្វផ្សាយចែកចាយដល់ញោមញាតិទាំងអស់ឲ្យចេះធម៌អាចារ្យក៏នាំយាយតារៀនសូត្រធម៌អាននមស្ការបរិត្តនត្រ័យអីហោហែចេះវេចេះដាចេះឧទ្ទិសម្ល៉េះហើយតលតែសិក្សារៀនសូត្រពធបើកសាងតែវត្តមិនបានសិក្សារៀនសូត្រពធទេក៏សាសនាមិនថេរជ័យកាលនៅដែរឯទី6ពុទ្ធសាសនវិធីត្រូវថែរក្សាវិធីរបស់សាសនាទាំងអស់វិធីរបស់សាសនានោះមានដូចជាចូលឆ្នាំដូចជាភ្ជុំបិណ្ឌបន់កឋិនបន់ផ្កាវេដាកោជុបោះនាគមៀកបូជាវិសាខបូជាចូលវសាចេញវសាជាដើមហើយបើសិនជាយើងជាពុទ្ធសាសនិកជនក៏ប៉ុន្តែដល់ថ្ងៃវិសាខបូជាយើងអត់ដឹងថាកម្មវិធីស្អីផងខាងរដ្ឋអំណាចគេឲ្យឈប់សម្រាកផាកការងារការសិក្សានៅសាលាក៏គេឲ្យឈប់ទាំងគ្រូទាំងសិស្សដើម្បីឲ្យទៅបំពេញកាតព្វកិច្ចបុណ្យរបស់ប្រពៃណីខ្លួនហើយយើងគ្រាន់តែឈប់ប៉ុន្តែអត់បានទៅធ្វើបុណ្យអត់បានទៅវត្តហើយស្រាប់តែលឺគេចាក់មីក្រូពីវត្តមកឆ្ងល់ទៀតហើយចុះវត្តនឹងធ្វើស្អីសូត្រអាឡេឡូហ្នឹងកាណតសញ្ញាណប័ណ្ណថាដាក់ថាជនជាតិខ្មែរកាន់ពុទ្ធសាសនាអត់ដឹងព្រះឯងប្រសូតថ្ងៃណាអត់ដឹងថ្ងៃកំណើតព្រះឯងអត់ដឹងថ្ងៃត្រាស់ដឹងរបស់ព្រះឯងអត់ដឹងថ្ងៃនិព្វានរបស់ព្រះឯងហួយទៅអួតប្រាប់គេក្តែងថាអ្នកកាន់ពុទ្ធសាសនាទីបំផុតតែព្រះឯងប្រសូតមិនទាំងដឹងផងណាញោមណាអត់ទាំងដឹងហើយវាជាកំហុសមួយរបស់ខ្លួនយើងជាជនជាតិខ្មែរដែលកាន់សាសនាយើងមិនដឹងពីទូនីតិប្រពៃណីរបស់ខ្លួនដូច្នេះវិធីនេះវានឹងបាត់បង់សាបរលាបដោយសារខ្លួនយើងជាបរិស័ទទាំង4ពួកគឺភិក្ខុសាមណេរឧបាសកឧបាសិកានេះឯងហេតុនេះហើយដើម្បីថែរក្សាសាសនានៅបានគេត្រូវថែរក្សារបស់ទាំង6ហ្នឹងកុំឲ្យបាត់ញោមឥឡូវដូចជាចូលវសាអញ្ចឹងចិត្តចូលវសាតាមទំនៀមគេធ្វើទានវសាឬក៏គេអភិវឌ្ឍមកគេធ្វើជាប្រេងវសាមានពូលមានខ្សែភ្លើងម៉ាស៊ីនភ្លើងប្រេងជំនួសទានក៏បានហើយទៅគេធ្វើសាដកសម្រាប់ប្រគេនលោកស្រង់ទឹកធ្វើអីដល់ថ្ងៃចូលវសាយាយតាក៏មិនមកថ្ងៃចេញវសាក៏មិនមកអាហ្នឹងហើយមានតែវត្តទៅវាអត់មានសាសនាយូរទៅបាត់បង់
ព្រះពុទ្ធលោកសម្ដែងថាសាសនានេះអាចថាថេជេកាលនៅបានដោយសារបរិស័ទទាំង4ពួកពីសម័យដើមគឺភិក្ខុភិក្ខុនីឧបាសកឧបាសិកាសម័យថ្មីអត់មានភិក្ខុនីទេមានតែភិក្ខុសាមណេរហើយឧបាសកឧបាសិកាអ្នកទាំង4នេះហើយជាអ្នកថែរក្សាសាសនានេះឲ្យគង់វង្សឲ្យថាថេជេកាលតទៅមុខទៀតបានមានន័យថាប្រសង់ពឹងប្រសក់ប្រសក់ពឹងប្រសង់ឥឡូវរចនាសម្ព័ន្ធវត្តអារាមដែលយើងបានកសាងឡើងនេះក្រោយក្រោមការដឹកនាំរបស់ព្រះចៅអធិការចារគណៈកម្មការរួមគ្នាមិនមែនធ្វើឡើងកើតតែមួយអង្គឯងនោះទេពីសម័យដើមភិក្ខុសង្ឃបួសហើយអត់ទាន់មានវត្តសម័យពុទ្ធមិនទាន់មានវត្តលោកបួសហើយនៅក្នុងព្រៃទុសៀនវេលវ័នត្រូវបានគេប្រគេនថ្វាយព្រះអង្គឲ្យគង់នៅក៏មិនទាន់មានវត្តពេលនោះឯងរាជកហសេដ្ឋីបានឃើញភិក្ខុសង្ឃគង់នៅក្នុងព្រៃគ្មានវត្តសោះក៏សាកសួរថាដេចគុណម្ចាស់សង្ឃនៅកន្លែងណាសម្រាប់នៅកន្លែងណាអាត្មានៅព្រៃនេះអាត្មានៅដើមឈើនោះអាត្មានៅដើមឈើនេះរាជកហសេដ្ឋីនឹកថាអូអញ្ចឹងប្រគុណម្ចាស់នៅក្នុងព្រៃអញ្ចឹងក្រោមដើមឈើអញ្ចឹងចុះបើមេឃភ្លៀងមេឃអាលឹមមេឃខ្យល់អីធ្វើមិនទៅតាមដំណើរនឹងអញ្ចឹងទៅដូច្នេះហើយសេដ្ឋីនឹងគាត់សង្វេគនឹកថាអូយើងនៅផ្ទះផងលំបាកចុះលោកអត់មានផ្ទះនៅលោកនៅតាមព្រៃអញ្ចឹងក៏ជ្រះថ្លាចង់កសាងសេនាសនៈប្រគេនពេលនោះព្រះពុទ្ធលោកទ្រង់អនុញ្ញាតនិស័យអ្នកបួសថារុក្ខមូលសេនាសេនងនិសាយបព្វជិតតថតេយាវិជីវាំងឧស្សាហោករណីយោអ្នកបួសហើយត្រូវតែអាស្រ័យដើមឈើមកលុបឈើជាទីសេនាសនៈផាអាស្រ័យដរាបដល់អស់ជីវិតគឺនៅក្រោមដើមឈើដរាបដល់អស់ជីវិតភិក្ខុសង្ឃក៏នៅតាមពាក្យប៉ុណ្ណេះបើសិនជាយើងមិនសិក្សាតទៅមុខទៀតទេវាជាទំនាស់មួយសម្រាប់មនុស្សសម័យថ្មីរិះគន់ប្រសង់នៅកត់ថ្មមានក្រែមានពូកមានម៉ាស៊ីនត្រជាក់មានដង្ហាលមានពូលភ្លើងដោយគាត់ថាប្រសង់គេឲ្យបួសឲ្យទៅនៅព្រៃប្រសង់សម័យថ្មីសិតតែមកនៅវិឡាកត់ថ្មមានម៉ាស៊ីនត្រជាក់មានដង្ហាលញោមហើយនិស័យរបស់ភិក្ខុសង្ឃអ្នកបួសហ្នឹងណាបើសិនជាញោមអត់និស័យទេញោមកុំបាច់ចំណែនអញ្ជើញមកបួសមកអាត្មារកម៉ាស៊ីនត្រជាក់រកបន្ទប់ថ្មឲ្យនៅអត់បានទេដាក់ម៉ាស៊ីនត្រជាក់ដាក់ដង្ហាលដាក់អីអ្វីក៏ដោយតែអត់មាននិស័យមកបួសនេះគឺនៅមិនកើតនៅតែ3ខែវេទនាធ្លាប់ប្រមូលមកបួសញយហ្នឹងញោមអ្នកដែលចំណែនអញ្ចឹងមិននៅអត់កើតសុខចិត្តត្រឡប់ទៅវិញឯងទីបន្ទាត់ចង់យកមុខយកមាត់ជាមួយព្រះទៅសំណុំពរព្រះអង្គហើយឲ្យអ្នកបួសនឹងកុំឲ្យឆានសាច់ទាំងអស់អង្គហើយឲ្យអ្នកបួសនឹងកុំឲ្យនៅគាត់ឲ្យនៅតែក្នុងព្រៃរហូតទៅបានប្រពុតហាមថាមិនបានទេទីបន្ទាត់តាមអធិស្ស្រ័យចុះអ្នកណាចង់ឆាន់អីឆាន់ទៅតមតសាច់10មុខដែលព្រះអង្គហាមទេហើយកុំឲ្យមានរង្គៀសអាចឆាន់ចុះរីឯការស្នាក់នៅអ្នកណាមានចេតនាចង់ទៅនៅព្រៃទៅនៅភ្នំក៏ទៅចុះអ្នកណានៅកត់ក៏នៅចុះបានព្រះអង្គអនុញ្ញាតអតរេកលៀបអតរេកលៀបភោវិហិរោបសាតោអត្តយោគោហមយ៉ាងគុហិព្រះអង្គអនុញ្ញាតឲ្យនៅព្រៃមែនប៉ុន្តែបើសិនជាអតរេកលៀបកើតឡើងមានគេធ្វើប្រាសាទឲ្យនៅចុះវិហិរោមានគេកសាងវត្តឲ្យនៅចុះគេកសាងផ្ទះមានតបូលមានកពូលរោងថៅឲ្យនៅចុះគេកសាងជាហមយកត់គឺកត់ដែលវិចិត្រទៅដោយមាសដោយពេជ្រដោយប្រាក់ទៀតនោះមិនត្រឹមថាធ្វើត្រឹមតែថ្មស៊ីម៉ងនឹងថាវិឡាកត់ថាអស់ចាគេបិទដល់មាសពេជ្រទៀតក៏ដោយឲ្យតែគេមានទិធាធ្វើឲ្យនៅចុះឯមួយទៀតគុហិដែលកើតឡើងឯងឬគុហិដែលមនុស្សធ្វើប្រាសាទទាំងឡាយណាដែលមានលក្ខណៈដូចជារូងគេហៅថាគុហៈជាសេនាសនៈមួយបែបដែលគេគោរពបូជាដល់អធិទេពនៅក្នុងសាសនាក៏ដូចជាដល់ភិក្ខុសង្ឃក្នុងសាសនាហៅថាគុហៈប្រាសាទទាំងឡាយណាដែលមានលក្ខណៈដូចរូងគេហៅថាគុហៈដែលคล้ายមកថាគុហិមានពីរបែបគឺគុហិកើតឯងនិងគុហិមនុស្សធ្វើដោយប្រាសាទព្រៃគុកបានជាបុរាណពីដើមគេទៅសេគុហៈហ្នឹងមកពីគុហៈប្រាសាទគឺគុហិដែលកើតឡើងដែលមនុស្សធ្វើអញ្ចឹងប្រាសាទមានលក្ខណៈដូចរូងហៅថាគុហៈប្រាសាទនេះក៏ដោយឲ្យតែគេធ្វើឲ្យនៅទទួលនៅចុះចឹងហើយក៏បានមានគេជ្រះថ្លារាជកហសិទ្ធិនេះឯងកសាងបាន60វត្តឬ60ពហិឬ60ខ្នងប្រគេនឲ្យលោកនៅលោកមិនដឹងទទួលល្មិចបើព្រះអង្គមិនទាន់អនុញ្ញាតថាវេដាក់ថាម៉េចបានព្រះអង្គអនុញ្ញាតថាវេដាក់ថាជាសម្បត្តិសង្ឃបើប្រគេនទៅលោកផ្ទាល់ខ្លាចលោកសឹកទៅរស់យកទៅតាមឬក៏លោកនៅហួងហែងថាជារបស់លោកបើអញ្ចឹងជាសម្បត្តិសង្ឃទៅសឹកទៅអស់អាណត្តិទៅបើនៅលោកបានគ្រប់គ្រងបានម្ល៉េះហើយក៏បានវេជ្រះថ្លាទៅសម័យក្រោយមកទៀតអនាថបណ្ឌកសេដ្ឋីមករស់ស៊ីជាមួយរាជការសេដ្ឋីជ្រះថ្លាក៏ត្រឡប់ទៅវិញទិញដីនៅឥសាវត្ថីក៏សាងបានវត្តឈ្មោះវត្តចេតពុនរីឯវិសាខាក៏ទិញដីកសាងវត្តឈ្មោះវត្តពពីរាមញាតិរបស់ព្រះអង្គកសាងវត្តនៅរាមក្រៀមនោះឈ្មោះនិក្រូធិរាមស្ដេចដតីទៀតនាំគ្នាកសាងវត្តហូរហែរហូតមកដល់សពថ្ងៃហ្នឹងការកសាងវត្ត
អត់មានកន្លែងធ្វើបោសុតភិក្ខុសង្ឃចងសីមាធ្វើបោសុតតនេះមានការលំបាកមិនឯកភាពគ្នាក៏ព្រះអង្គអនុញ្ញាតខណ្ឌសីមាភិក្ខុសង្ឃបានយកព្រះវិហារធ្វើជារោងបោសុតចងជាខណ្ឌសីមាបានភិក្ខុធ្វើសង្ឃកម្មគាត់មានវិហារមានប៉ុន្តែនិយាយតាមមកប្រគិនចង្ហាន់ប្រសងមេឃភ្លៀងមេឃអលឹមអត់មានកន្លែងជ្រកឥឡូវជ្រកក្នុងគាត់លោកចង្អៀតម្លោះហើយគាត់រៀបចង្ហាន់រៀបភេសជ្ជៈប្រគិនលោកនៅហាលក្តៅហាលភ្លៀងព្រះអង្គអនុញ្ញាតឲ្យកសាងសាលាជាឧបដ្ឋានសាលាដូចយើងកំពុងនៅនឹងជាធម្មសភាសាលាប្រជុំគ្នាស្ដាប់ធម៌ក៏បានរៀនធម៌ក៏បានជាឧបដ្ឋានសាលាកន្លែងឧបដ្ឋចង្ហាន់ក៏បានជាសាលាបុណ្យកន្លែងធ្វើបុណ្យក៏បានកើតជាសាលាដល់តែកើតមកហើយមានហូរហែគួរឲ្យជ្រះថ្លាណាស់ញោមហើយអញ្ចឹងបានជាពុទ្ធបរិស័ទក៏នាំគ្នាជ្រះថ្លាធ្វើតាមមិនតែប៉ុណ្ណោះទៀតសោតនៅពេលដែលជំនាន់ធម្មាសោកបានផ្សព្វផ្សាយសាសនាទៅបណ្ដាប្រទេសជុំវិញពិភពលោកឲ្យយកសាសនាទៅផ្សាយពេលនោះធម្មាសោកបានកសាងចេតិយរហូតដល់ 84,000 ចេតិយកសាងវត្តកសាងវាកសាងអារាមជាច្រើនសួរទៅព្រះមុគលីពតេសថែថាខ្ញុំព្រះអង្គកសាងច្រើនប៉ុណ្ណឹងឈ្មោះថាជាញាតិចិត្តរបស់សាសនាហើយនៅព្រះមុគលីពតេសថេថានៅទេញោមមិនតាន់ជាញាតិចិត្តទេអាមិនបានទៅជាញាតិចិត្តតលតែឲ្យមានកូនបួសទៀតបើមានកូនបួសអានឹងបានខ្លាចជាញាតិចិត្តរបស់សាសនាធម្មាសោកមានកូន2គឺមហន្តតៈនឹង1ហើយនឹងសង្ឃមតានឹង1ក៏ពំបួសទាំង2ទៅជាសង្ឃមតាធេរីនិងមហន្តថេបួសហើយនាំចាត់ចែងផ្សព្វផ្សាយសាសនាទៅគ្រប់ប្រទេសនឹងពេលនោះឯងមហន្តថេក៏បានយកសាសនាទៅផ្សាយនៅសេរីលង្ការីឯប្រទេសកម្ពុជាយើងនេះហៅថាទឹកដីសវណ្ណភូមិគឺសោណថេនិងឧត្តរថេអ្នកយកសាសនាមកផ្សាយប្រទេសយើងកំពុងតែកាន់សាសនា5ព្រហ្មញ្ញសាសនាព្រាហ្មណ៍គេអត់ទាន់ស្គាល់ពុទ្ធសាសនាទេញោមហើយក្មេងនៅមាត់សមុទ្រប្រហែលថ្ងៃនឹងលងទឹកស្លាប់រហូតជាងគេសង្ស័យថាមានអរិយទឹកឡើងមកចាប់ក្មេងហើយគេបង្រាយគ្នាកាន់កបិតបថៅដើរលំពេងចាំបើឃើញអរិយទឹកមកវាយទៅហ្មងស្រាប់តែលោក2អង្គមកតាមសំពៅយកសាសនាមកផ្សាយគេអត់ដែលឃើញលោកគេពាត់គ្នាចាប់លោកគេថាអរិយទឹកឡើងមកហើយទាញកបិតបថៅរកកាប់លោកក៏ខាត់គេថាអាត្មាមិនមែនអរិយទឹកទេអាត្មាជាអ្នកបួសយកសាសនាមកផ្សាយបានលោកសំដែងធម៌ឲ្យគេស្ដាប់ឲ្យគេយល់ទៅគេក៏ជ្រះថ្លាប្រគេនចង្ហាន់លោកកសាងវត្តកសាងវាអារាមទៅអ្នកខ្លះថ្វាយខ្លួនជាឧបាសកឧបាសិកាអ្នកខ្លះបកុលឲ្យកូនបួសទៅរៀនសូត្រធម៌អាតមកសម័យធម្មមេសោកនោះខាងប្រទេសខ្មែរយើងនេះតមកគឺសម័យជ័យវរ្ម័នទី7មានកូនម្នាក់ឈ្មោះតាមលិនតៈឲ្យព្រះរាជាបុត្រអង្គនេះទៅប្រទេសសេរីលង្កាទៅរៀនសិក្សាលោកបានទៅរៀនជាង10ឆ្នាំបួសនៅសេរីលង្កានោះហើយទៅគាត់ចម្លងឯកសារធម៌អាដែលយើងសូត្ររាល់ថ្ងៃនឹងតាំងពីអតិបិសោស្វាខាតោនមោទសៈអីហោហែបល័យវេបល័យសំសិលបល័យអីណានឹងលោកគាត់យកមកផ្សព្វផ្សាយសាសនានៅប្រទេសយើងរហូតទល់សពថ្ងៃនឹងឯងពុទ្ធសករាជកន្លងទៅ1560បត្រៃ3ដកប៉ើងមកដោយចែកដុនចូលស្រុកខ្មែរទៀតគេដឹកមកភូមិសោះប៉ើងមកស្រុកយើងស្ដេចយើងនាំគ្នាចម្លងគុកដាក់ពេញប្រទេសមកសម័យស៊ីសវណ្ណរោដមនិងសីហនុក៏នាំគ្នាបកប្រែបត្រៃ3ដកនោះចែកចាយផ្សព្វផ្សាយបង្កើតជាក្រុមជំនុំបត្រៃ3ដកព្រមទាំងអដ្ឋកថានាំគ្នាសរសេររៀនសូត្រមកសល់ដានមកទល់សពថ្ងៃនេះក៏ប៉ុន្តែដោយសារសម័យ3ឆ្នាំ8ខែ20ថ្ងៃកើតសង្គ្រាមទៅគេផ្សឹកលោកអស់ទៅវត្តអារាមគេធ្វើទ្រង់ជ្រូកគេវាយខ្ទេចខ្ទីបាត់បង់អស់ម្លោះហើយពេលស្រុកបានសន្តិភាពបានឯករាជ្យត្រឡប់មកវិញមកយើងបាត់ប្រសង់បាត់ធនធានបាត់របស់របរក្នុងវត្តទើបនឹងសម័យថ្មីយើងនាំគ្នាកសាងជាបដាមកទល់ថ្ងៃនឹងវិញរីឯបត្រៃ3ដករកឃើញបានពាក់កដាលទេបានទៅតាក់ទងប្រទេសជប៉ុនសុំចម្លងអាបត្រៃ3ដកពេញយកមកដាក់ស្រុកខ្មែរយើងបាន1000ចប់សម័យនោះបានអង្គការរីសូកូសៃកៃនិងជំនួយស៊ូតូស៊ូជប៉ុនជួយបោះពុំដាក់ស្រុកខ្មែរយើងក៏នាំគ្នាសិក្សារៀនសូត្រមកបានប៉ុណ្ណេះមកវិញហើយបានពំពោះកូនពំពោះចៅតមកឲ្យសាសនាយើងបានមកដល់ប៉ុណ្ណេះហើយនឹងកសាងជាបន្តទៀតនេះប្រវត្តិត្រួសដែលរំលឹកដល់ញោមញាតិឲ្យមានជាលក្ខណៈមួយមានឫសគល់សាសនានៅក្នុងខ្លួនឲ្យដឹងពីប្រវត្តិដំណើរដើមតងសាសនារបស់យើងរីឯមហន្តៈលោកទៅប្រទេសស្រីលង្ការៀបចំរៀនសូត្រសិក្សាបង្កើតកម្មវិធីបុណ្យទានញោមញាតិជ្រះថ្លាកសាងកុដិសាលាព្រះវិហារយ៉ាងច្រើនហើយស្រាប់ទៅសួរដល់ព្រះមហន្តថេរថានៃព្រះអង្គសាសនាតាំងមមហើយនៅប្រទេសស្រីលង្កាហ្នឹងមហន្តថេរថាតាំងមិនទាន់មមទេញោមអាមិនបានអត់មមបើខ្ញុំកណាជ្រះថ្លាធ្វើបុណ្យពេញទៅភូមិពេញប្រទេសហើយលោកថារាល់ថ្ងៃនេះអត់មានប្រសង់ជនជាតិលង្កាទេប្រសង់សិតតែមកពីចម្ពោះទ្វីបតែលោកត្រឡប់ទៅស្រុកលោកវិញញោមញាតិអស់ប្រសង់ហើយតែអស់ប្រសង់សាសនាបាត់បើអញ្ចឹងតើតែមានកូនអ្នកលង្កានេះបួសបានអ្នកលង្កាជ្រះថ្លាពំពោះកូន
ឲ្យសិក្សារៀនសូត្រគម្ពីរដីការរហូតខ្លាយជាអ្នកបកប្រែអត្ថកថានិងចម្លងបត្រៃ3ដកកែតម្រូវពីភាសាសីហលមកភាសាបាលីចំពោះបត្រៃ3ដកដែលបាត់បង់ឡើងនិងបង្កើតជាអត្ថកថាដីការពន្យល់អត្ថន័យបត្រៃ3ដកយ៉ាងរុងរឿងរហូតដល់ពុទ្ធបានព្យាករទុកថាសាសនាតាំងនៅគ្រប់5000នៅប្រទេសស្រីលង្កាអញ្ចឹងហើយគ្រឹះមន់ដោយសារមានភិក្ខុសង្ឃអ្នកស្រុកនោះបួសដោយស្រុកយើងអញ្ចឹងដែរបើកាលណាមានអ្នកបួសអ្នកសិក្សារៀនសូត្រអានឹងបានសាសនាតាំងមមអញ្ចឹងហើយបានយោមញាតិត្រូវរួមគ្នាធ្វើសាលាបាលីសាលាពុទ្ធិកសិក្សាឧបត្ថម្ភប្រសង់រៀនសូត្រនឹងជាការជួយដល់សាសនាអញ្ចឹងណាញោមណានិយាយពីការកសាងរូបព្រះពុទ្ធស្ថានទាំង4កន្លែងដូចព្រះគ្រូចាអធិការដែលលោកបានដឹកនាំនេះនឹងដល់យើងត្រូវការប្រសង់បានយើងធ្វើពិធីស្រោចស្រពសគុណវិរីចង់បានប្រសង់ដឹកនាំដ៏ល្អនៅកន្លែងនេះឥឡូវយើងបានហើយយើងនិយាយពីសមិទ្ធផលលទ្ធផលដែលលោកដឹកនាំឲ្យយើងធ្វើការកសាងពុទ្ធស្ថាននេះកាលពីព្រះអង្គគង់នៅមាននិទានថាចេះតែមានពុទ្ធបរិស័ទនឹងមករត់ថ្វាយអង្គមព្រះអង្គអត់ជួបហើយក៏មាននិទានមួយថាមានព្រះរាជាឆ្លាក់រូបក្លឹមច័ន្ទតំណាងព្រះអង្គប៉ុន្តែរូបក្លឹមច័ន្ទនោះរកមិនឃើញទេក៏បាត់ភ័ស្តុតាងទៅសម័យក្រោយមកទៀតពេលដែលគេចង់មកថ្វាយគុំព្រះអង្គមិនជួបព្រះអង្គក៏ប្រាប់ព្រះអានន្ទថាឲ្យដាំដើមពោធិ៍មួយដើមទៅឲ្យរកដើមពោធិ៍ទីព្រឹកពីពូជកន្លែងព្រះអង្គត្រាស់ដឹងនឹងយកមកដាំមួយដើមព្រះមោគលានក៏ទៅយកពូជពីនងមកព្រះសិរីបុត្រក៏នាំគ្នារៀបចំដាំព្រះប្រសេនទីកោសលស្ដេចប្រសេនទីកោសលអនាថបណ្ឌកសិទ្ធិក៏នាំគ្នាជួយដាំជួយធ្វើកិច្ចការងារហ្នឹងទុកឲ្យព្រះអានន្ទអ្នកថែស្រោចទឹកគេហៅដើមពោធិ៍នោះថាដើមពោធិ៍អានន្ទនៅវត្តចេតពុនពេលនរណាមកមិនជួបព្រះអង្គឲ្យថ្វាយអង្គមដើមពោធិ៍នឹងទៅបានបនស្មើនឹងព្រះអង្គដែរម្ល៉េះឲ្យដើមពោធិ៍នោះនៅទល់ដល់សពថ្ងៃគេហៅថាពោធិ៍អានន្ទយកពូជពីកន្លែងព្រះអង្គបានត្រាស់ដឹងមកដាំទុកនៅទល់ដល់សពថ្ងៃទោះបីជាព្រះអង្គប្រនិព្វានបាត់ទៅហើយដើមពោធិ៍កន្លែងព្រះអង្គត្រាស់ដឹងនោះស្លាប់កើតឡើង4តំណមែនប៉ុន្តែដើមពោធិ៍កន្លែងអានន្ទដាំនេះអត់បានបាត់ទៅណានៅរហូតហើយពូជយកមេឃមកដើមយកទៅដាំនៅស្រីលង្កាឯណោះបានពូជពីលង្កាយកមកដាំនៅស្រុកខ្មែរមុខវត្តទុំម្ដីក៏នៅទល់សពថ្ងៃនឹងដែរនេះពូជដើមពោធិ៍ពិតដែលព្រះអង្គបានត្រាស់ប៉ុន្តែយើងទៅប្រទេសឥណ្ឌាប្រទេសនេប៉ាល់ប្រទេសលង្កាតម្រង់ជួរគ្នាទៅថ្វាយអង្គមតម្រង់ជួរគ្នាចាក់ទឹកឃើញស្លឹកតែមួយស្លឹកក៏នាំគ្នាទៅរើសយកមកថ្វាយអង្គមដែរប៉ុន្តែដល់ដាំពូស្រុកយើងឯណាពូជដូចគ្នាយើងអត់ថ្វាយអង្គមអីទេស្រួលបាញ់នោមដាក់ផងក៏មិនដឹងដែរម្ល៉េះហើយការអប់រំការផ្ដល់នៅចំណេះដឹងដល់ក្មេងចំនួនក្រោយគឺនៅមានការខ្វះខាតដោយសារអ្នកចេះដឹងចំនួនមុនស្លាប់អស់ទៅយើងអត់ដឹងប្រវត្តិរឿងរ៉ាវអស់ហ្នឹងតាមពិតទៅយើងទៅកន្លែងព្រះអង្គត្រាស់ដឹងយើងគោរពណាស់ដើមពោធិ៍នោះប៉ុន្តែធៀបពិតមែនតើស្លាប់កើតគេដាំឡើង4តំណហើយអាពូជសុទ្ធដែលព្រះអង្គត្រាស់ដឹងតម្រងនោះនៅទល់សពថ្ងៃអត់ទាន់បាត់ទៅណាទេមិនត្រឹមតែប៉ុណ្ណោះព្រះអង្គអនុញ្ញាតថាពេលភិក្ខុសង្ឃមានសេចក្តីសង្វេគពិចារណាថាព្រះអង្គដាក់អាយុសង្ខារចិត្តនឹងព្រះនិព្វានហើយក៏មានសេចក្តីក្រៀមក្រំកើតទុកព្រះពុទ្ធក៏សួរថាអ្នកទាំងឡាយកំពុងតែគិតថាអំណះអត់ពីតថាគតទៅអ្នកទាំងឡាយគ្មានគ្រូបាអាចារ្យណាបង្ហាត់បង្រៀនព្រានបដៅអ្នកទេមែនទេភិក្ខុទាំងឡាយពោលថាដូច្នោះមែនហើយព្រះអង្គខ្ញុំព្រះអង្គនឹកថាអត់ពីព្រះអង្គទៅមិនមានគ្រូបាអាចារ្យណាជាអ្នកបង្ហាត់បង្រៀនព្រានបដៅតទៅមុខទៀតទេព្រះអង្គហើយបានព្រះពុទ្ធថាមិនដូច្នោះទេអ្នកទាំងឡាយតថាគតនៅតថាគតតែមួយអង្គឯងជាគ្រូបាអាចារ្យរបស់អ្នកអត់ពីតថាគតទៅគឺព្រះធម៌ដែលព្រះអង្គសម្ដែងទាំង84000ហ្នឹងជាគ្រូរបស់អ្នកហើយអ្នកនាំគ្នាគោរពបដិបត្តិទៅយកភិក្ខុសង្ឃថេរៈណាជាធំគោរពបដិបត្តិលោកទៅអ្នកនឹងមានគ្រូ84000គ្រូសម្រាប់គោរពបដិបត្តិបានព្រះអង្គអនុញ្ញាតបច្ច័យដីសម្រាប់គោរពថ្វាយបង្គំនោះព្រះធាតុរបស់ព្រះអង្គដែលចាត់ចែងទៅគ្រប់ទិសទីកន្លែងនេះអ្នកណាគោរពទៅបានបុណ្យដូចព្រះអង្គគង់នៅបដិមាចៈពុទ្ធរុក្ខាចៈបដិមាទាំងឡាយជាពិសេសរូបចម្លាក់ដែលគេធ្វើតំណាងព្រះពុទ្ធនិងបច្ច័យដីគឺកន្លែងព្រះអង្គប្រសូតមួយកន្លែងព្រះអង្គត្រាស់ដឹងមួយកន្លែងព្រះអង្គសម្ដែងធម្មចក្រគឺកន្លែងព្រះអង្គព្រះនិព្វានមួយទៀតទាំង4យ៉ាងនេះជាដើមអ្នកណាទៅគោរពទៅថ្វាយអង្គមបានបុណ្យដូចថ្វាយអង្គមពេលព្រះអង្គគង់នៅអញ្ចឹងណាញោមបានបុណ្យផ្ទាល់ម្ល៉េះហើយព្រមទាំងពពោទីព្រឹកក្តីព្រះចេតដីក្តីព្រះសិរីរិកធាតុក្តីព្រះធម៌ក្តីយើងគោរពថ្វាយអង្គមបានបុណ្យដូចព្រះអង្គគង់នៅដែរអញ្ចឹងបានជាព្រះអង្គព្រះនិព្វានទៅបាត់ហើយអ្នកខ្លះក៏គេនាំគ្នាទៅគោរពទៅថ្វាយអង្គមដល់ប្រទេសឥណ្ឌាប៉ុន្តែទៅទាំងគេទាំងអាត្មាក៏ទៅដែរត្រឡប់មកវិញថតបានតែព្រះស៊ីម៉ុងព្រះថ្មព្រះស្ពាន់ទេព្រះមែនទែននិព្វានបាត់ហើយអញ្ចឹងទៅដល់សប្តាហ៍ថ្ងៃមានតែដុំថ្មមានតែព្រះថ្មព្រះស៊ីម៉ុងព្រះស្ពាន់ព្រះគំនូព្រះមែនទែននិព្វានបាត់ហើយប៉ុន្តែយើងគិតឃើញថា
បើគង់តែទៅដល់នងថ្វាយអង្គមចុះបបដិមាដូចគ្នាដែលព្រះអង្គអនុញ្ញាតនោះមិនមែនតែទីកន្លែងនោះទេទីកន្លែងណាក៏ដោយបើព្រះអង្គអនុញ្ញាតថាបបដិមានេះថ្វាយអង្គមឲ្យតែចិត្តជ្រះថ្លាបានបនដោយព្រះអង្គគង់នៅដែរបានជាព្រះគ្រូចាតិកាលោកធ្វើនៅនេះតែមកកសាងនៅនេះតែមកអញ្ចឹងញោមញាតមិនចាំបាច់ចំណាយពេលទៅដល់ប្រទេសឥណ្ឌាក៏ញោមញាតអាចថ្វាយអង្គមនៅទីនេះបានបនដែរព្រះទាំងអស់ហ្នឹងណាញោមណាអញ្ចឹងទេកសាងនឹងជំនួសទៅឥណ្ឌាហើយមិនមែនហាមញោមញាតទេបើញោមញាតបានទៅក៏ពិសេសប៉ុន្តែបើអ្នកមិនបានទៅមកថ្វាយអង្គមត្រឹមហ្នឹងក៏ឈ្មោះថាបានបនដូចគ្នាពីព្រោះជាតំណាងបដិមាដូចគ្នាទេទៅដល់ឥណ្ឌាក៏ទៅថ្មដូចគ្នាដែរអញ្ចឹងហើយបានព្រះអង្គសម្ដែងថាបដិមាហ្នឹងអ្នកណាថ្វាយអង្គមដោយចិត្តជ្រះថ្លាបានបនដូចព្រះអង្គគង់នៅដែរបានមានការកសាងហ្នឹងព្រះអង្គប្រេនិព្វានទៅ400ឆ្នាំមកបានមានកសាងពុទ្ធរូបនេះឡើងដោយសារប្របាទកនិស្កៈនិងអស្វខុសៈជាទីប្រឹក្សាចាប់ផ្ដើមកសាងឡើងនៅនគរបត្តលិបុត្រមិនទាន់មានអភិសេកទៀតដល់តែព្រះអង្គប្រេនិព្វានទៅអាយុកាល500ឆ្នាំ100ឆ្នាំក្រោយមកទៀតនឹងបានបង្កើតកម្មវិធីអភិសេកព្រះនេះឡើងជំនាន់មិលិននិងនាគសេននាំគ្នាអភិសេកព្រះឡើងបង្កើតកម្មវិធីអភិសេកព្រះដែលយើងនាំគ្នាយកមកអភិសេករាល់ថ្ងៃនេះយកលំនាំតាមមិលិននិងនាគសេនដែលយកលំនាំពេលព្រះអង្គត្រាស់ដឹងឡើងមានពួកមាពួកអីមកចាញ់ព្រះអង្គនោះណាហើយចឹងទៅព្រះអង្គក៏បានតស៊ូយកជ័យជំនះឈ្នះមានោះយើងឃើញព្រឹត្តិការណ៍អស្ចារ្យក៏ក្រើករំពឹងញាប់ញ័រអំពីការចូលរួមនៃទេវតាស្រែកជ័យខុសក្នុងពេលព្រះអង្គឈ្នះមានោះវាអស្ចារ្យខ្លាំងណាស់វាក៏ក្រើករំពឹងញាប់ញ័រអស់ក្រឡាមហាប្រតិពីមានផ្កាធ្លាក់ពីលើមេឃមានតន្ត្រីឮពីលើមេឃមកមានទាំងនៃទេវតាឲ្យពរសពសាធុការភ្លេងទៅហឹងអើងកងបញ្ញាកាសម្ល៉េះហើយបានជាយើងយកលំនាំតាមមានភ្លេងផងមានប្រោះទឹកផងមានបាច់ផ្កាផងមានស្រែកជ័យខុសផងយកលំនាំតាមកលៈទេសៈពេលដែលព្រះអង្គត្រាស់ដឹងនោះឯងក៏យកមកធ្វើជាកម្មវិធីអភិសេកទល់សពថ្ងៃនេះជំនាន់នោះគេស្រែកជ័យខុស4ដងឯណោះដោយម្ដងតំណាងឲ្យនាគម្ដងតំណាងឲ្យគ្រុឌម្ដងតំណាងឲ្យទេវតាម្ដងតំណាងឲ្យព្រំហើយអ្នកខ្លះស្រែកដល់5ដងម្ដងតំណាងឲ្យពុទ្ធបរិស័ទទៀតនោះប៉ុន្តែអ្នកខ្លះក៏ស្រែកតែ3ដងទៅដោយយល់ថាពុទ្ធជាវិរិយាថឹកជាបញ្ញាថឹកជាសទ្ធាថឹកអីតាមអធិស្រ័យប៉ុន្តែការដែលដឹកនាំរបស់ព្រះមិលិននិងនាគសែនហ្នឹងគឺសូត្រស្រែកជ័យខុសដល់ចំនួន4ដងក៏យើងយកពិធីអភិសេកនឹងមកធ្វើទៅអភិបបបុត្រសេចក្ធាននុបច្ច័យគេប្រែថាប្រោះព្រំស្រោចស្រពលើកតម្កើងតម្លើងយុះតម្លើងស័កឥឡូវញោមញាតបានកសាងរូបព្រះទាំងអស់ហ្នឹងឈ្មោះថាញោមដូចយាងព្រះអង្គមកគង់នៅទីនេះដើម្បីឲ្យសេចក្តីសុខចម្រើនដល់ប្រជាជនដើម្បីប្រោសដល់ប្រជាជនអ្នកណាចូលរួមកសាងព្រះនេះនឹងបានបន់ជារៀងរាល់ថ្ងៃដោយសារគេមកគោរពគេមកថ្វាយអង្គមយើងអ្នកម្ចាស់ព្រះនឹងបានបន់រហូតអញ្ចឹងហើយបានគេថាយើងឆ្លងនេះឆ្លងឲ្យផុតពីអញឆ្លងឲ្យផុតពីកំណាញ់ឲ្យផុតពីមច្ឆរិយៈឲ្យផុតពីរបស់យើងដាក់ជារបស់វត្តជាសម្បត្តិសាសនានេះឧត្តមដ្ឋានបតដ្ឋាបេតិចេតារោឆ្លងចេញឲ្យផុតពីកន្លែងអាក្រក់ទៅកាន់កន្លែងល្អគឺឆ្លងឲ្យផុតពីបាបទៅកាន់បុណ្យឆ្លងឲ្យចេញឲ្យផុតពីអញពីកំណាញ់ពីមច្ឆរិយៈមកកាន់បុណ្យអញ្ចឹងធ្វើជាបុណ្យឲ្យឈប់ជារបស់យើងដែលលោកហៅមួយទៀតថាបំពេញចេតនាទាំង3ណាញោមគេថាអ្នកធ្វើបុណ្យបើសិនជានៅសោកស្ដាយអាឡោះអាល័យស្ដាយក្រោយគេថាកពុបបុណ្យរឿងហ្នឹងដូចអ្នកកសាងកុដិសាលាហើយហួងហែងកុដិអញសាលាអញអញ្ចឹងទៅគេថាខ្លាចគេលោកកើតទៅជាកលាប់ជីងចុកដោយសារអារម្មណ៍វាជាប់ជំពាក់នៅតែរបស់អញដូចអ្នកជីកស្រះជីកដូងហើយមិនហ៊ានឲ្យគេប្រើនៅតែស្រះអញនៅតែដូងអញស្រាប់តែស្លាប់ទៅចាប់កំណត់ជាសត្វអង្កែបមាត់កវ៉ែបដេកមាត់ស្រះហ្នឹងអ្នកខ្លះដាំពូហើយនៅតែដាំពូអញមិនចង់ឲ្យគេប្រើក៏កើតទៅជារាជសីនៅក្រៅដើមពូហ្នឹងអ្នកខ្លះមានកូនហើយមិនធ្វើពិធីបកកកូនមិនធ្វើពិធីដើម្បីកូនណាកូនល្អលែងមកកើតជាមួយអ្នកខ្លះទៀតរៀនមានចំណេះចេះដឹងពីគ្រូណាមកឲ្យបំបត្តិគុណគ្រូនោះអ្នកនោះក៏លែងរៀនអីចេះរឿងរ៉ាវនេះមាននៅក្នុងគម្ពីរសត្រាចម្លងបុណ្យនិងពងសាវតាវត្តបណយដែលជានិទានរបស់សកទេវរាជនិទានប្រាប់បរិសម្នាក់ដែលផ្លឹកដែលដេកលក់ទៅនឹងយមបាលចាប់យកទៅឲ្យយមរាជនឹងយកទៅមិនឲ្យយមរាជយកទៅឲ្យប្រអិននិទានរឿងនឹងប្រាប់ថាអ្នកឯងធ្វើបុណ្យឆ្លងអញ្ចឹងត្រូវហើយកុំឲ្យយើងនៅអាឡោះអាល័យរបស់អញបានគេថាអ្នកបុណ្យណាញោមគេធ្វើបុណ្យឆ្លងហ្នឹងគេឆ្លងបំពេញចេតនាទាំង3ឲ្យដល់ព្រមអ្នកធ្វើទានទី1គេហៅថាបពេវទាននេះសុមនោហោតិមុននឹងកសាងមុននឹងធ្វើយើងត្រេកអរជ្រះថ្លាមកសាទី2តាក់ទាំងចិត្តតាំងភាសាទេអាកំពុងធ្វើនឹងយើងជ្រះថ្លាមកសាទៀតទី3តត្វាអធមនោហោតិឥឡូវធ្វើរួចហើយកសាងរួចហើយក៏មកឲ្យស្ដាយក្រោយមកជ្រះថ្លាមកសាទៀតអានឹងហើយគេហៅថាឆ្លងគេហៅបបចេតនាមួយមុញ្ញនចេតនាមួយអបរាប្រចេតនាមួយដូច្នេះក៏បានញោមអ្នកណាមកថ្វាយអង្គមព្រះយើងពេលព្រឹកយើងបានបន់ព្រឹកអ្នកណាមកថ្វាយអង្គមព្រះយើងពេលល្ងាចយើងបានបន់ល្ងាចយើងនៅឯផ្ទះសោះ
យើងត្រេកអររំភើបអង្គុយនឹកឃើញថាអញបានកសាងនៅវត្តកាជួអញបានកសាងព្រះអញបានកសាងលបងអញបានកសាងផ្លូវថ្នល់គ្រាន់តែនឹកត្រេកអរពេលណាបានបុណ្យពេលនោះដោយប្រពុតថាបានបុណ្យទាំងយប់បានបុណ្យទាំងថ្ងៃគឺការកសាងថាវរៈវត្ថុទាំងនេះញោមហើយរីឯអ្នកស្ដាយក្រោយវិញឧបមាថាចូលកសាងរួចហើយអង្គុយឆ្លោះគ្នាជាមួយប្តីប្រពន្ធអញថាកុំឲ្យចូលច្រើនពេកមិនជឿឥឡូវឃើញទេកាលពីមុននៅក្រលំបាកមាននៅគ្រួសារយើងឯងទៅវត្តហ្នឹងញឹកញាប់លោករស់រាយណាស់ដល់តែឥឡូវលោកស្គាល់គេសិតតែអាចដំលោកជំទាវលោកលែងស្គាល់ឯងតែហ្មងឯងទៅលែងទទួលឯងតែហ្មងអូទៅវត្តគេកាប់ទឹកដូងទទួលដល់ទៅលោកហ្នឹងតាំងពីស្គាល់អ្នកធំទៅលែងស្គាល់ឯងតែហ្មងឯងមិនជឿខ្ញុំគេដែរបើថាកុំចូលលោកច្រើនពេកទៅទុកលុយទិញឡានបាត់ជិះបាត់បើមិនជឿខ្ញុំទៅទុកគ្នាប្តីប្រពន្ធដល់តែស្ដាយក្រោយស្ដាយលុយទៅគេថាអ្នកស្ដាយក្រោយហ្នឹងច្រើននៅកពុកបនកពុកមិនចេះដោយអបតកសេដ្ឋីជាសេដ្ឋីមានទ្រព្យប៉ុន្តែអត់មានកូនទេហើយរីធម្មអត់ហ៊ានប្រើអីទេស្លឹកថ្នោតតាំងយូរចាស់ពាក់ស្បែកជើងចាស់ខោអាវកាចាស់បាយចុងកនឹងទឹកជ្រក់រីធម្មស្រាប់តែស្លាប់ចោលទ្រព្យហ្នឹងបានទៅលើកណ្ដាប់ដៃរត់ទាំងអស់ព្រះអានន្ទទទួលសួរហ្មងព្រះអង្គហើយព្រះអង្គហើយអបតកសេដ្ឋីហ្នឹងជាសេដ្ឋីមានទ្រព្យសម្បត្តិដែរប៉ុន្តែអត់មានកូនទេរួចឥឡូវហ្នឹងរីធម្មអត់ហ៊ានចាយវាយស្លាប់បាត់ហើយទ្រព្យសម្បត្តិបានទៅលើដៃរត់ទាំងអស់ខ្ញុំព្រះអង្គចង់សួរថាគាត់ធ្វើអីបានកើតជាសេដ្ឋីរួចបានជាសេដ្ឋីហើយហេតុអីបានអត់បានចាយទ្រព្យអញ្ចឹងបានព្រះអង្គថានឹងហើយអានន្ទមកពីធ្វើបន់ខ្វះអង្គទី3គឺស្ដាយក្រោយកាលពីជាតិមុនគាត់ធ្លាប់ឧបត្ថម្ភប្រសង់ឲ្យគេដាក់ចង្ហាន់ប្រសង់ឲ្យគេដាក់បាតលោករហូតដល់ឲ្យគេយកបាយទៅដាក់បាតបច្ចេកពុទ្ធពនាមសិក្ខរសិក្ខីជ្រះថ្លាណាស់សម័យក្រោយមកទៀតគាត់អសទ្ធាវាមិនសមយកបាយឲ្យលោកអស់នឹងឆាន់សោះមិនដែលមកជួយធ្វើការអញម្ដងផងបានតែចង្ហាន់ទៅវត្តអស់ដែលមកជួយស្ទូងមកជួយដកអញផងដែលមកជួយច្រូតអញផងបើទុកបាយឲ្យកម្មករអញស៊ីវិញមានកម្លាំងធ្វើការឲ្យអញគ្រាន់តែប៉ុណ្ណេះស្ដាយក្រោយអញ្ចឹងបានជាគាត់បានកើតជាសេដ្ឋីដោយសារគាត់ធ្លាប់ដាក់បាតលោកក៏ប៉ុន្តែគាត់អត់បានចាយទ្រព្យនឹងទេដោយសារគាត់ស្ដាយក្រោយអញ្ចឹងគាត់ត្រូវស្លាប់ចោលទ្រព្យនឹងទៅទេញោមមើលឃើញដែរអញ្ចឹងបានមានមនុស្សយើងអ្នកខ្លះណាញោមកសាងផ្ទះធំហើយស្លាប់ទិញឡានហើយស្លាប់ទិញម៉ូតូហើយស្លាប់មកពីធ្វើបន់ខ្វះអង្គទី3តែនឹងហើយបានជាយើងមកធ្វើបន់ឆ្លងហ្នឹងកុំពេញអាអង្គទី3ហ្នឹងកុំឲ្យវាខ្វះណាញោមណាកុំឲ្យស្ដាយក្រោយមួយទៀតគេថាបញ្ញញ្ជេពុរិសោពុយិសោកច្ចរាថាបញ្ញញ្ជេពុរិសោកច្ចរាទេណាំងតំហេឆានទាំងកច្ចរាថាសុខោបញ្ញសាអូចយោអ្នកកសាងបន់ហើយត្រូវញ៉ាំងចេតនាជ្រះថ្លាត្រួតថែមតាមបន់ហ្នឹងធ្វើឲ្យរឿយទៀតបង្កើនបន់បន្ថែមទៀតអញ្ចឹងឆ្លងហ្នឹងមកបន្ថែមបន់យើងចូលកសាងពីមុនបានបន់ហើយប៉ុន្តែយើងមកលើកនេះបានបន់ច្រើនទៀតទី1នមស្ការបានបន់មកជ្រោចជំរាបសួរគ្នាបានបន់មកជ្រោចថ្វាយគុំព្រះបានបន់មកជ្រោចថ្វាយគុំលោកបានបន់មកជ្រោចអភិសេកព្រះបានបន់មកជ្រោចថ្វាយគ្រឿងសក្ការៈបានបន់មកជ្រោចសមាទានសិលបានបន់មកជ្រោចទៀតនមស្ការស្ដាប់លោកចម្រើនព្រះបរិត្តបន់មកជ្រោចទៀតស្ដាប់ទេសនាបន់មកជ្រោចទៀតប្រគេនភេសជ្ជៈបន់មកជ្រោចទៀតប្រគេនយាគូប្រសងបន់មកជ្រោចទៀតប្រគេនចង្ហាន់មកសងបន់មកជ្រោចទៀតតម្រាំជាប់មកបន់ឆ្លងនេះមិននឹងបានប្រមាណជ្រោចបន់ទៀតណាញោមណាអញ្ចឹងបានគេថាបន្ថែមបន់ហើយបើយើងអត់មកទេអត់បានទេអញ្ចឹងបើគេប្រមូលមកបន់កុំឲ្យខានតន់ជើងយើងនៅដើរបានមកឲ្យហើយកុំចាំឆ្នាំក្រោយក្រែងដើរលេងរួចណាញោមឥឡូវហ្នឹងតន់ដៃជើងនៅដើរបានដើរឲ្យហើយទៅអាត្មាមិនបំភ័យទេតែញោមមិនធ្វើអីសោះតែបន្តិចទៀតអាចារ្យភ្លុកយកទៅដុតចោលហើយអាយើងខំលៀបប្រេងលៀបម្សៅងូតទឹកឲ្យវាទីបំផុតវាអត់តន់ជួយការងារយើងផងស្រាប់តែអាចារ្យភ្លុកយកទៅដុតចោលបាត់បើអញ្ចឹងមុននឹងឲ្យអាចារ្យយោគីអាចារ្យភ្លុកយកទៅដុតចោលយកដៃជើងមកធ្វើបុណ្យឲ្យហើយបើគេប្រមូលកុំឲ្យខានកុំឲ្យគេបានអង្គុយស្ដាយណាញោមណាអញ្ចឹងបានថាបុគ្គលពួកខ្លះគេប្រមូលលះឲ្យទៅធ្វើបុណ្យចិត្តបកាយជជែកថាជាប់ការងារកំពុងតែកុនឲ្យទៅធ្វើបុណ្យទៅមិនកើតទេដល់តែខ្លួនស្លាប់ទៅប្រពន្ធកូនចៅញាតិផៅនោះគេសែងយកទៅដុតទៅកប់ចោលទៅទេមិនក៏មិនប្រកែថារវល់ទៀតទៅបុគ្គលបែបនេះហើយគ្មានតម្រេះចេះគិតឲ្យជ្រៅនឹកស្មានថាខ្លួនចេះតែរស់នៅមិនអាចនឹងទៅនៅដល់ចាស់សក់ស្មាននេះខុសសោះអត់ស្ដាយសំណោះដែលខ្លួនកើតមកថាជាប់ការងារវង្វេងជ្រុលជ្រកមិនគិតស្វែងរកទានសិលភាវនាត្រូវតែប្រឹងប្រញាប់ធ្វើបុណ្យឲ្យឆាប់ចាប់ពីពេលនឹងឯងកុំទុកថ្ងៃក្រោយត្រូវគិតឲ្យវែងថាការស្លាប់នេះឯងអត់ទៀងទេណាមិនដឹងស្លាប់ថ្ងៃណាផងហើយបើខ្លួនស្លាប់ទៅធ្លាក់នរកជ្រៅរងទុកខ្លោចសាមកកើតជាប្រែតរកអត់អាហារតើទ្រព្យសម្បត្តិប្រពន្ធកូនឯណាមកជួយបានមានតែបុណ្យកុសលយើងទេដែលអាចជួយបានបើដូច្នោះសំឲ្យហើយទៅមានទ្រព្យតិចតួចមានកាលចោលលួចភ្លើងឆេះអស់ទៅកាលខ្លួននៅរស់របស់គង់នៅដល់ខ្លួនស្លាប់ទៅអាសាសូនសោះសង្ឃឹមកូនចៅនៅខាងក្រោយបើគេធ្វើបុណ្យឲ្យគេឲ្យតាអាចារ្យប្រកាសឈ្មោះកទេលដាច់ជាឆ្នាំងបាយទំលុះកបិតបន្ទោះបញ្ចុះកំពង់គ្រឿងមាសគ្រឿងប្រាក់គ្រឿងស្ពាន់តក់ថាដែលខ្លួនបំរុងគេថាទ្រព្យគេមិនខ្ចីយកមកដាក់ប្រឡងទេគេតែញ៉ាប្រឡងបរហោងក្នុងយកមកដាក់ណោះគេទុកចែកចាយហេតុដូច្នោះនេះមានតែបុណ្យមានតែសិលទានយើងធ្វើឲ្យហើយចឹងទេជាការចម្លងទ្រព្យយើងទៅឲ្យ
ហើយណាញោមណាចម្លងដូចនន្តយាឧបាសកអញ្ចឹងណានន្តយាឧបាសកមកធ្វើបុណ្យឧបត្ថម្ភសាសនាឧបត្ថម្ភប្រសង់រហូតដល់កសាងសាលាថ្វាយព្រះទៀតណោវាមានផុសចាំឲ្យឋានសួគ៌ឯណោមកលៀនទៅឃើញវាមាននឹងក៏សួរទេវតាថានឹងបោះណាគេថានឹងបោះនន្តយាហីមនុស្សមិនទាន់ស្លាប់ផងថាមិនទាន់ស្លាប់ក៏ដោយវាមានផុសចាំមុនខ្ញុំក៏នៅចាំពង្រើគាត់ដែរតែបន្តិចទៀតគាត់មកកើតនៅនឹងខ្ញុំពង្រើគាត់ហើយមកលៀនយករឿងនឹងមកសួរព្រះបានដឹងរឿងថាអីមកលៀនចាំបាច់សួរតថាគតធ្វើអីណែឃើញហើយសម្បត្តិនន្តយាឧបាសកនោះឃើញផ្ទាល់ហើយតែចាំបាច់សួរធ្វើអីអូអស់ចាណាស់មនុស្សមិនទាន់ស្លាប់ទេប៉ុន្តែទ្រព្យចម្លងទុកឲ្យហើយនិយាយពីប្រពន្ធគាត់មិនដែលជ្រះថ្លានឹងប្តីធ្វើបុណ្យទេញោមហើយទីបំផុតឆ្លោះគ្នាលែងគ្នាដោយសាររឿងធ្វើបុណ្យហ្នឹងណាហើយគេសម្រួលឲ្យបានគ្នាហើយឲ្យធ្វើសិលមិនធ្វើឲ្យធ្វើទានមិនធ្វើដល់តែប្តីស្លាប់ទៅប្រពន្ធឈរជេរលោកហ្មងលោកមកបានបាត់មិនឲ្យចូលផ្ទះឈរជេរទៅរូបសាលាយកមកវិញទៀតស្រាប់តែប្តីទៅកើតឋានសួគ៌ប្រពន្ធស្លាប់ទៅនរកទល់សពថ្ងៃបែកគ្នាទៅញោមមើលឃើញដែរចឹងបានថាប្រពន្ធបែកពីប្តីទៅដោយសារតែមិនបានជ្រះថ្លាជាមួយកសាងជាមួយអ្នកចម្លងទ្រព្យទុកដូរញោមញាតអញ្ចឹងនេះសម្រាប់ឋានសួគ៌ប៉ុន្តែបើញោមណាត្រូវកើតជាមនុស្សកូនឯកឧត្តមកូនអង្គញាណានោះគេកំពុងតែធ្វើផ្ទះធំនោះប្រហែលជាទៅកើតកូនផ្ទះនោះអាហ្នឹងយើងចម្លងទ្រព្យទុកអញ្ចឹងដែរព្រោះបុណ្យរបស់យើងវារត់ទៅរៀបចំកន្លែងទុកចាំទទួលយើងដែរដល់តែយើងទៅកើតចំកន្លែងបុណ្យយើងហើយមួយទៀតការបន់ឆ្លងនេះអនុគ្រោះសណ្ដោសដល់អ្នកមិនបានចូលពីមុនណាញោមពីមុនមកកាលគេកសាងអាឡ័យកូវីដអាឡ័យចតាល័យសាក់អាឡ័យកូនឈឺអត់បានចូលគេទេអាឡ័យអស់លុយស្រាប់តែឥឡូវដល់ឯងមានលុយគេកសាងរួចបាត់អូយស្ដាយអត់បានចូលរួមគេបើខ្ញុំមិនបានចូលរួមពីមុនមកកុំសោកស្ដាយគេធ្វើបន់ឆ្លងនេះអនុគ្រោះដល់អ្នកមិនបានចូលពីមុនណាញោមមិនបានចូលពីមុនមកចូលថ្ងៃហ្នឹងមកឈ្មោះថាយើងជាម្ចាស់បន់គេដែរអញ្ចឹងគេកសាងព្រះប្រមាណអង្គប្រមាណកន្លែងក៏ដោយយើងមកចូលថ្ងៃហ្នឹងឈ្មោះថាយើងម្ចាស់ព្រះគេដែរណាញោមណាហើយបើសិនជាមកចូលលើគេមិនទទួលទេមកតាក់តងអាត្មាចាំអាត្មាជួយអង្វរគេឲ្យដើម្បីឲ្យញោមបានចំណែកបុណ្យគេដែរញោមញាតិហើយអ្នកកសាងព្រះបបត្តិវត្តតាំងគុលរាជដែលមានម្រាមដៃទុកកើតឡើងជាស្ដេចចក្រពត្តិប្រកែណាស់ឈ្នះអស់សត្រូវទាំង101នគរសត្រូវ101នគរខ្លាយជាបរិវារទាំងអស់នៅពេលដែលលើកតបមកច្បាំងមិនឈ្នះស្ដេចនឹងសោះព្រោះតែម្រាមដៃទុកចង្អុលទៅតបសេះតបតម្រៃបាក់បបខ្លោខ្លាចចាញ់អំណាចស្ដេចនេះមានឫទ្ធិអំណាចខ្លាំងដោយសារអីពីជាតិមុនកសាងព្រះធ្វើដំណើរទៅឃើញព្រះមួយអង្គណាទីវាច់បាក់ម្រាមប្រហោះហ្នឹងទៅកាយដីស្អិតបាត់ជាមួយប្រេងល្ងជួសជុលទៅហើយជួលក្មេងគោក្មេងកបីឲ្យបោះដីថែរក្សាកន្លែងនឹងថែមទៀតទៅរស់ស៊ីចេះតែមានបានរហូតស្លាប់ទៅកើតឋានសួគ៌ដល់ឲ្យចុះមកវិញបានកើតជាស្ដេចអញ្ចឹងបានលោកថាអ្នកកសាងព្រះនេះគេហៅថាមហត្តនោមានមហត្តរិទ្ធច្រើនមហាភោគោមានទ្រព្យសម្បត្តិច្រើនមហាដេជោមានដេជះគឺមានយុស័កតំណែងបានកើតជាឯកឧត្តមជាលោកជំទាវជាមេភូមិមេឃុំមេស្រុកជាមេខេត្តជារដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីស្ដេចខេត្តដីតំណែងទាំងអស់បានពីការកសាងព្រះដែរហើយមហាបញ្ញោមានបញ្ញាច្រើនញោមហើយមានញាតិមានគេស្រឡាញ់រាប់អានគេគ្រប់គ្រងសពបែបយ៉ាងពុទ្ធបូជាមហាដេជោបូជាលុយបូជាផ្កាចំពោះពុទ្ធរំលែងកើតនៅដេជះធម្មបូជាមហាបញ្ញោបូជាពធមានបញ្ញាសង្ឃបូជាមហាធនណាបូជាប្រសងក៏នាំឲ្យមានទ្រព្យធនមកដូច្នេះហើយបានជាក្មេងម្នាក់ដែលឃើញគេវាយចេតដីបាក់បែកហើយទៅថ្វាយអង្គមព្រះរាជាសូមជួសជុលចេតដីនោះឡើងវិញព្រះរាជាឲ្យជួសជុលហើយជ្រះថ្លាជារូបព្រះមួយអង្គយកមកដាក់ទុកឲ្យគេគោរពថ្វាយអង្គមក្មេងនេះរស់ស៊ីមានបានទីបំផុតស្លាប់ទៅកើតឋានសួគ៌ចុះមកវិញបានកើតជាមនុស្សគឺកូនស្ដេចឈ្មោះកុណាលរាជកុមារកើតក្នុងតកូលស្ដេចមានរូបឆោមលំពណ៌ល្អស្អាតដោយសារតែការកសាងរូបព្រះដែរតួយ៉ាងដូចព្រះពុទ្ធអង្គនៃយើងព្រះអង្គមានរស្មី6ពណ៌ចេញពីខ្លួនក្នុងចរិយា3ដកថាព្យាមពភាសទាមយហង្តថាគតមានរស្មីមួយព្យាមចេញពីកាយសពកាលមកពីព្រះអង្គកសាងព្រះពីជាតិមុនមកដែរដូចយើងធ្លាប់សូត្រទៅញោមព្រះអង្គមានរស្មីពណ៌មាសណាពណ៌លឿងកាលដែលទ្រង់អាសាច់ផែធ្វើមាសបិទពុទ្ធរូបភ្លឺល្អអោភាសបានជាងមាសទ្រង់វ័យបណ្ឌិតកាលនោះព្រះអង្គកសាងព្រះបិទមាសហើយដើម្បីបិទឲ្យចិត្តនឹងវាខ្វះមាសប្រពន្ធទៅស៊ីឈ្នួលគេក៏នៅមិនគ្រប់កូនក៏ស៊ីឈ្នួលគេក៏នៅមិនគ្រប់ព្រះអង្គថាបើសិនជាមានជាងណាអាចវាយសាច់ព្រះអង្គឲ្យចេញជាមាសក៏ព្រះអង្គកាត់ឲ្យដែរស្រាប់តែព្រះអិនមកខ្លែងខ្លួនធ្វើជាជាងថាចេះវាយសាច់មនុស្សឲ្យចេញជាមាសចង់សាកចិត្តព្រះអង្គមើលព្រះអង្គសុខចិត្តកាត់សាច់ឲ្យមែនណាឲ្យវាយធ្វើជាមាសបិទព្រះកាត់បិទទៅខ្លាយជាមាសមែនសាច់ផ្លូវនេះក៏អត់មានមុតអីដែរគ្រាន់តែរឹតរបស់ព្រះអិនធ្វើសាកចិត្តមើលណាញោមចឹងហើយបានព្រះអង្គមានរស្មីឈរពណ៌រាំងសីចេញពីខ្លួនរបស់ព្រះអង្គឲ្យបានកើតជាស្ដេចជាទេវតាជាសេដ្ឋីជាអ្នកមានជាមន្ត្រីរហូតជាតិចុងក្រោយបានត្រាស់ជាពុទ្ធផុតទុក្ខផុតភ័យនឹងក៏មកពីការកសាងព្រះនេះដែរហើយមិនតែកសាងព្រះទេញោមញាតិតែឧបមាដូចថាធ្វើផ្កាកសាងផ្លូវនិយាយពីផ្លូវនេះពុទ្ធនឹងក៏មុនគេដែរកាលពីកើតជាសមេតតបោះនោះក្នុងសាសនាពុទ្ធទីបាំងកនោះគេយាងពុទ្ធចូលនគរគេចែកដីគ្នាធ្វើផ្លូវព្រះអង្គទៅសុំដីគេម្ដុំធ្វើដែរដើម្បីឲ្យបានអានិសង្ឃហើយក៏ស្រាប់ថាអីបើសិនជាធ្វើដោយរិទ្ធតែមួយផ្លែតហើយប៉ុន្តែចង់ធ្វើដោយកម្លាំងឲ្យបានបនច្រើនទៅកាប់រែកផ្សែងដីយកមកចាក់អត់ទាន់ព្រះអង្គយាងមកបាត់ទៅហើយនៅសល់ម្ដុំយកខ្លួនឯងក្រាបធ្វើផ្លូវឲ្យព្រះអង្គទៀតនោះព្រះអង្គឡើងទុំលើខ្លួននឹងឆ្លងទៅព្រះអង្គព្យាករថាមនុស្សនេះណា4អសង្ខ័យមួយសែនកាប់ទៀតនឹងបាន
បានត្រាស់ជាពុទ្ធមួយអង្គពនាមថាសមណគោដមហ្នឹងហើយដូចចិត្តមែនញោមមើលដែរព្រះអង្គយើងដើមដំបូងមកព្រះអង្គយកខ្លួនធ្វើជាផ្លូវដែរអញ្ចឹងឥឡូវយើងក៏សាងផ្លូវគេដើរគេជន់រាល់ថ្ងៃគឺយើងបានបុណ្យញោមអត់ទាន់ដឹងទេអ្នកមកបុណ្យណាមានវត្តមួយនោះភក់លបាប់ទៅអ្នកមកម្នាក់នោះគាត់ឃើញប្រជាជនដើរលុយផ្លូវនោះភក់លបាប់ពេកទៅយកអាចឆ្អឹងខ្មោចក្បាលគោក្របីយកមកទាំងរៀបឲ្យគេជន់ទៅដើម្បីកុំឲ្យប្រឡាក់ជើងគ្រាន់តែប៉ុណ្ណឹងគាត់កើតជាមហាសេដ្ឋីណាញោមណាហើយយើងតម្រាំយើងចាក់ដីធ្វើផ្លូវពេញវត្តវាយ៉ាងណាវាធំជាងក្បាលក្របីនឹងទៀតផងណាញោមមើលអញ្ចឹងហើយនិយាយពីកវ៉ាំបតិជាក្មេងក្របីសោះឃើញលោកឈរក្រងចំពោះហាលក្តៅទៅកាប់មេឃច្រេះមកធ្វើមកលោកឲ្យលោកសត្វតែមេឃភ្លៀងមកពួកលបាប់ទៅជូនដីខ្សាច់ជូនអីមកចាក់ឲ្យលោកឲ្យស្រួលកុំឲ្យលោកប្រឡាក់ពួកប្រឡាក់លបាប់មកប៉ណ្ណេះរស់ស៊ីមានបានស្លាប់ទៅកើតឋានសួគ៌ដល់ចុះមកជាមនុស្សមកជាកវ៉ាំបតិមានទ្រព្យសម្បត្តិច្រើនទីបំផុតបានចូលបួសសម្រាប់អរហត្តហើយទៅសឹងទៅឋានសួគ៌កន្លែងលោកហ្នឹងតទៅលោកនៅពៀនបាត់ទៅហ្នឹងមកពីអីមកពីការចាក់ដីការចាក់ផ្លូវឯហ្នឹងហើយចំណែកខាងប្អិនរាល់ថ្ងៃនេះយើងហៅថាប្អិនហ្នឹងដែលទៅកើតជាប្អិនហ្នឹងមកពីកសាងផ្លូវដែរតាកសាងសាលាផងសាងផ្លូវផងជាមួយបរិស័ទ30នាក់មានប្រពន្ធ4ប្រពន្ធមួយនោះជ្រះថ្លាអញពីប្តីមិនឲ្យធ្វើអញ្ចឹងបែកពីប្តីអញធ្វើបន់ឲ្យជួបប្តីទៅសហការជាមួយជាងធ្វើបានហៅជាងមួយប្រពន្ធទី2ទី3អញជីងដងជីកស្រះទៅគេមកជ្រងសាលាហ្នឹងគេប្រើស្រះអញប្រពន្ធមួយថាអញដាំដើមឈើឲ្យមកលុបទៅគេជ្រះថ្លាអញ្ចឹងនាងសនន្ទាសធម្មមានាងសុចិត្រាមួយជីកស្រះមួយដាំដើមឈើមួយធ្វើហៅជាងនៅប្រពន្ធទី4អញមិនបាច់ធ្វើអីប្តីអញធ្វើអញគង់តែបានបន់អញបាច់ចាំធ្វើអញតែងខ្លួនឲ្យស្អាតជាងគេដល់តែមេខៈមាននប់នេះធ្វើផ្លូវទៅប្រជាជនយើងក៏ជួយជ្រះថ្លាអ្នកដឹកនាំគេមកថានេះមិនបាច់ធ្វើផ្លូវធ្វើអីទេទៅរកសាច់ខ្លែមកអញខ្លែវិញទៅបានប្រយោជន៍ជាងហេនេះធ្វើផ្លូវមានប្រយោជន៍ដល់ប្រជាជននេះបើណែឯងមិនទៅស្ដាប់បញ្ជាអញទៅដឹងស្ដាច់ឲ្យចាប់ណែឯងអ្នកគុកស្រាប់ទៅប្រខូចមូលបកាច់ព្រះអង្គពួកមកក្រុមនោះធ្វើផ្លូវមកវាយធ្វើរដ្ឋបហាទម្លាក់បងស្ដេចថាបើអញ្ចឹងយកតម្រៃទៅឲ្យព្រិចវាទៅយកតម្រៃទៅអាចតម្រៃនឹងមិនព្រិចមកលុតជាគង់គ្រប់អ្នកធ្វើផ្លូវស្ដេចមកសួរថាហេតុអីបានអញ្ចឹងថាគ្មានចង់ធ្វើរដ្ឋបហាព្រះអង្គឯទេចង់ជួយសម្រាលឲ្យប្រជាជនមានផ្លូវដើរស្រួលល្អបើអញ្ចឹងយើងជ្រះថ្លានឹងណែឯងបកគលតម្រៃនេះឲ្យណែឯងចុះណែឯងធ្វើអីធ្វើចុះហើយក៏ជំលះបំបបងមន្ត្រីរាជការមួយរូបដែលមូលបកាច់គេមិននឹងឲ្យចេញពីកន្លែងនឹងអស់តំណែងការងារបដ ហើយទៅហើយចឹងទៅឯនោះធ្វើផ្លូវបានហើយយូរស្រេចបាច់ស្លាប់ទៅកើតឋានសួគ៌ជាប្រអិនពួកបរិវារទៅកើតជាទេវបុត្រជាមួយទាំងអស់ប្រពន្ធទាំង3ទៅកើតជាមួយបាត់ប្រពន្ធមួយគេអត់ធ្វើអីសោះទៅកើតជាកុកញីគឺនាងសុជាតាញោមមើលឃើញដែរប្រពន្ធទាំង3គេទៅកើតជួបប្តីឯងទៅកើតជាកុកញីហើយចឹងញោមចង់ទៅកុកញីដែរអត់ទេបើចឹងគេធ្វើចឹងបានបនបានអានិសង្សណាគេដើរជន់គេទុំហ្នឹងឲ្យធ្វើឲ្យយើងបានបនបានផ្ទះធំទំនំខ្ពស់បានកន្លែងល្អការកសាងពុទ្ធិកសិក្សាឲ្យគេសិក្សាឲ្យគេរៀនសូត្រឲ្យគេមានចំណេះដឹងធម្មទានឈ្នះអស់ទានទាំងពួងញោមឲ្យគេគ្រប់មុខឲ្យគេមានទ្រព្យសម្បត្តិឲ្យគេខ្លាយជាឋានៈធំឲ្យគេមានយសស័ក្តិឲ្យគេបានឋានសួគ៌ឲ្យគេបាននិព្វានឲ្យគេមានចំណេះហើយឲ្យរបៀបម៉េចគេទៅធ្វើការបានការងារធំមកពីគេរៀនចេះគេប្រឡងជាប់រៀនសាលាណារៀនសាលាញោមយ៉ែញោមអ្នកឲ្យគេទៅរកស៊ីខ្លាយជាអ្នកមានសិទ្ធិដោយសារគេមានចំណេះដឹងរៀនពីសាលាណាមករៀនពីសាលាញោមអញ្ចឹងទ្រព្យសម្បត្តិហ្នឹងក៏ញោមអ្នកឲ្យគេបានទៅឋានសួគ៌ទៅនិព្វានដោយសាររៀនចេញពីសាលាញោមដែរអញ្ចឹងអ្នកកសាងសាលាឈ្មោះថាជាធម្មទានផ្ដល់ចំណេះដឹងឲ្យគេធ្វើឲ្យយើងសបោចំណេះសបោទ្រព្យសម្បត្តិបានគ្រប់បែបយ៉ាងទាំងអស់ណាញោមណាហើយម្យ៉ាងទៀតជួយជ្រោមជ្រែងប្រគ្រូចាអធិការញ៉ាំងឲ្យសាសនាយើងថិតថេរជ័យកាលទៅទេវតានឹងចាចាំចំណាំឈ្មោះញោមទាំងអស់គ្នានេះជាកូនចៅព្រះយើងទៅពីនេះទៅជួបវិសាខានៅចាំយើងឲ្យលើអត់ទាន់ទៅណាទេទៅបានមួយខែមិនទាន់បានមួយខែទេវិសាខានៅមានរតីអនាថបណ្ឌកសិទ្ធិនៅដោះសិតអត់ទាន់បានមួយខែទេនៅឯនោះហើយអញ្ចឹងយើងទៅជំរាបសួរអូលោកយាយខ្ញុំជំរាបសួរលោកអីស្រុកមនុស្សនិយាយដើមលោកយាយឯងរាល់ថ្ងៃថាលោកណាលោកវត្តទុំនិយាយដើមលោកយាយឯងទៅរាយការណ៍អញ្ចឹងក៏ហើយលោកយាយស្ដាប់ធម៌ព្រះចេះអីខ្លះមកខ្ញុំសូមរាប់ជាញាតិជាមួយលោកយាយលោកតាផងទៅធ្វើបន់ជាមួយគ្នានៅឯនោះសុខសប្បាយហើយព្រះសិអាមេត្រីក៏នៅឯនោះដែរអត់ទាន់បានមួយខែទេហើយបើញោមញាតិចង់ចុះមកចាំព្រះសិអាមេត្រីចុះមកជាមួយទៅហ្មងទៅសាងបារមីជាមួយគ្នាធ្វើបន់ជាមួយព្រះសិអាមេត្រីទៅនឹងបាននិព្វានរួចចាកទុក្ខភ័យពេលនោះតែម្ដងណាញោមណាដោយចៃដន្យហ្នឹងគឺមានការប៉ើងតាមសំពៅដោយបកៅមរកតនេះដែលកសាងបាញ់មិញហ្នឹងនៅឥណ្ឌាមានសង្គ្រាមយកពីឥណ្ឌាមកដាក់នៅប្រទេសស្រីលង្កាពុទ្ធសាសនាកន្លងទៅឆ្នាំ1560ស្រីលង្កាមានការរីកចម្រើនខាងបកប្រែគម្ពីរដីកាសរសេរជាក្បួនច្បាប់ជាអក្សរឡើងប្រទេសផ្សេងគេទៅចម្លងកាពីហ្នឹងប្រទេសភូមាឬក៏ប្រទេសលាវស្ដេចធម្មមានរត់ចាត់ចែងអ្នកប្រាជ្ញទៅចម្លងគេដែរចម្លងបត្រៃ3ដកប្រសង់20អង្គទៅចម្លងរួចបានបត្រៃ3ដកដាក់សពៅមកសពៅ2ហើយឃើញព្រះពុទ្ធរូបហ្នឹងនៅប្រទេសស្រីលង្កាក៏សំហែមកភូមាដាក់សពៅមកវាមកប៉ើងខ្យល់ព្យុះកដាលសមុទ្រធ្លាក់មកដល់ស្រុកខ្មែរទៅធ្លាក់មកទើនៅខាងត្បូងប្រទេសកម្ពុជាឈ្មោះខេត្តបន្ទាយមាសនៅក្នុងតំបន់អាស័យកែវហើយនៅខាងតំបន់បន្ទាយមាសហ្នឹងមានស្ដេចត្រាញ់ឈ្មោះពញាមេត្រី
ឃើញសពៅនឹងពីមកដល់មាត់កំពង់ក៏នាំគ្នាចុះទៅមើលឃើញព្រះឃើញបត្រៃបីដកនឹងប្រសងអ្នកប្រាជ្ញក៏និមន្តលោកឲ្យគង់នៅនឹងលោកក៏ឃើញថាប្រទេសនេះគេកាន់សាសនាដែរពីព្រោះសាសនាពុទ្ធផ្សាយចូលតាំងពីពុទ្ធសតវត្សទី3គឺ309ឆ្នាំជំនាន់សោណថេរនិងឧត្តរថេរមកផ្សាយម្លេះប៉ុន្តែអត់ទាន់មានកពីបត្រៃបីដកទេចេះតែតមាត់ចាំតាមគ្នាអញ្ចឹងទៅហើយកត់ចម្លងអីទៅធ្វើដៃបន្តិចជួយស្ត្រាបន្តិចជួយអត់ទាន់មានបត្រៃបីដកឥឡូវបើមានបត្រៃបីដកមកក៏តម្កល់ទុកនៅនឹងឲ្យតំណែងទៅព្រះរាជាសោយរាជនៅអីអង្គរវត្តឯនោះគឺព្រះបាទសូរ្យាវរ្ម័នទី1ឬក៏គេខ្លះហៅថាព្រះបាទបទុមសូរវង្សជាស្ដេចជំនាន់ទី11រាប់ពីបថោងនាងនាគពនាងលាវយីស្ត្រីសោមាឬព្រាមកៅដិនមកហ្នឹងព្រះរាជាសូរ្យាវរ្ម័នទី1ក៏ជ្រះថ្លាណាស់រៀបចំឲ្យគេកសាងវត្ត5ក្នុងសម័យនោះវត្តមួយឈ្មោះវត្តលង្កាសម្រាប់ដាក់បកែវមរកតវត្តមួយឈ្មោះវត្តលង្កាតម្កល់គម្ពីរបត្រៃបីដកវត្តមួយឈ្មោះវត្តពុទ្ធមានបនតម្កល់ពុទ្ធបកែវមរកតវត្តមួយឈ្មោះវត្តពុទ្ធខោសាចារតម្កល់អ្នកប្រាជ្ញដែលប៉ើងតាមសំពៅមកវត្តមួយឈ្មោះវត្តអណាឡោមតម្កល់រួមប្រជុំចាមរបស់អសជិជាក្រុមបញ្ញវគិយភិក្ខុវត្តមួយឈ្មោះវត្តកែវប្រភ្លើងតម្កល់កែវប្រភ្លើងនេះរឿងរ៉ាវពីសម័យបុរាណដោយសារយើងធ្លាប់មានប្រវត្តិបែបហ្នឹងហើយបានជាព្រះបាទបញ្ញាយ៉ាតយករាជធានីមកតាំងនៅភ្នំពេញមកនោះមានការកសាងវត្តជាហោហែមកដាក់ឈ្មោះឲ្យដូចរឿងរ៉ាវនឹងដែរបានជាមានវត្តពុទ្ធមានបនវត្តលង្កាវត្តពុទ្ធខូសាចារអីចឹងដែរដាក់តាមលំនាំហ្នឹងញោមញាតក៏វាស្រាប់តែព្រះរាជាប្របាទធម្មមានរុទ្ធគេដើររកកពីបត្រៃបីដកគេប៉ើងបាត់ទៅឯណាបាត់ព្រះទៅឯណាគេត្រឡប់មករកឃើញនៅស្រុកខ្មែរគេសុំយកទៅវិញព្រះរាជាយើងក៏សុំពជាពេលថាព្រះអង្គហើយសុំទុករយៈកាលពជាឲ្យទៅ7ថ្ងៃទីខ្ញុំព្រះអង្គនឹងហាយយកទៅស្វាយដល់ព្រះរាជាគេយល់ព្រមគេទៅបាត់យើងហៅប្រមូលអ្នកប្រាជ្ញចម្លងបត្រៃបីដកទុកទាំងអស់ចែកឲ្យវាគ្រប់ខេត្តចម្លងបត្រៃបីដកចែកឲ្យគ្រប់ខេត្តអញ្ចឹងយើងអត់បានទៅចម្លងពីគេមកចូលមកឯងទេម្ដងចូលមកដល់ប្រទេសយើងឯងបត្រៃបីដកយើងបានចម្លងចែកគ្នាទុកជាឯកសារសម្រាប់ប្រទេសយើងទល់សពថ្ងៃទៅស្រាប់តែដល់ថ្ងៃហែទៅស្ដេចយើងស្រឡាញ់ព្រះនឹងណាមិនចង់យកព្រះទៅសោះបកែវមរកតនឹងស្អាតប្រភ័ក្រដោយព្រះមែនតែនអុជធូបបួងសួងថ្វាយអង្គមស្រាប់តែចេញឈរពន្ធរាំងសីឲ្យទាំងថ្ងៃថាព្រះអង្គហើយព្រះអង្គគង់នៅប្រទេសខ្មែរទៅព្រះអង្គកំទៅអីចេញឈរពន្ធរាំងសីព្រិចដូចជាអារម្មណ៍ជាប់និមិត្តឲ្យឃើញអញ្ចឹងស្ដេចអត់ហែទៅទេយកតែបត្រៃបីដកទៅដល់ស្ដេចគេក៏សួរថាឯណាព្រះអង្គថាប្រពុតរូបមួយអង្គទុកនៅប្រទេសខ្មែរទៅព្រះអង្គបានបត្រៃបីដកហើយអញ្ចឹងក៏អញ្ចឹងទៅស្ដេចគេក៏យល់ព្រមក្នុងសម័យកាលនោះបកែវមរកតបានមកជាសម្បត្តិរបស់ប្រទេសខ្មែរយើងគឺជាប្រភពព្រះដែលឆ្លាក់ដូចជាងគេហើយបញ្ចុះព្រះត្រៃរតធាតុជាព្រះដែលនាំអភិសេកមុនគេញោមញាតិពុទ្ធបរិស័ទអាស្រ័យហេតុនឹងហើយបានចំណេរកាលក្រោយមកទៀតមានការកសាងព្រះបរមរាជវាំងគេកសាងព្រះវិហារមួយហៅឈ្មោះថាព្រះវិហារព្រះកែវមរកតនឹងដោយសារយើងធ្លាប់ជាប់មកនឹងដោយចៃដន្យយ៉ាងដែរឃើញទេព្រះគួយមកដោយចៃដន្យមានមួយប្រភេទដែរសំបីតែពុទ្ធរូប4មុខដែលមកតាមរយៈដើមកគីនដែលមកដែលយាយដូនពេញរឿងបានហ្នឹងក៏មកដោយចៃដន្យដែរទាញមិនខ្ចីអាឡើងសោះអូសឡើងគោកមិនឡើងដើមកគីហ្នឹងមិនដែលមិនព្រមទៅណានៅតែស៊ីលសុលពីមុខបំពេញហ្នឹងយីពេញគាត់ឃើញអញ្ចឹងឲ្យគេទាញមិនមកទៅរកលោកវត្តលង្កាលោកតាហ្នឹងចេះដឹងក្បួនទាញយកទៅវត្តឯនោះព្រែកបកងយកទៅដាក់ទៅនឹងព្រែកពាក់ព្រាត់មិនហៅព្រែកពាក់ព្រាត់ហ្នឹងគឺសពថ្ងៃគេហៅព្រែកលៀបមកពីព្រះរាជាប្រសូតបុត្រនៅក្នុងទៅចាត់ទុកថាកន្លែងហ្នឹងឲ្យលៀបស្ការៈគេដូរពីព្រែកពាក់ព្រាត់ហៅព្រែកលៀបវិញគេមានឈ្មោះអញ្ចឹងខាងនេះគេហៅអរិយខ្សាត់ហ្នឹងមកពីស្ដេចសូរ្យោពណ៌ហ្នឹងលោកសកុតហើយគេបូជាសពលោកហើយងាររបស់ស្ដេចសូរ្យោពណ៌ហ្នឹងគឺព្រះអរិយខ្សាត់ដល់គេបូជាហើយគេធ្វើមានកន្លែងបូជាហ្នឹងហើយគេកសាងវត្តកន្លែងមានហ្នឹងឈ្មោះវត្តអរិយខ្សាត់នៅទល់សពថ្ងៃអញ្ចឹងទៅគេហៅអរិយខ្សាត់ម្ដងខាងព្រែកបកងឯនោះទាញឡើងទៅឡើងរួចបានគេកាត់ដើមកគីហ្នឹងជា2ធ្វើព្រះ2អង្គមួយអង្គដាក់នៅវត្តភ្នំមួយអង្គដាក់នៅព្រែកបកងហើយដំណាលគ្នាជាមួយនឹងវត្តភ្នំកសាងវត្តព្រែកបកងនឹងដែរដូច្នេះព្រះនេះក៏ព្រះ4មុខដែលដែតមកហ្នឹងក៏មកដោយចៃដន្យដែរហើយញោមមើលឃើញណានេះគ្រាន់តែចង់លើកឡើងពីរឿងចៃដន្យ
នៅខេត្តព្រៃវែងពីដើមមានវត្តរងតម្រៃគេថាព្រះអណ្ដែតទឹកមកពីស្រុកលាវគេរើសបានអញ្ចឹងដែរដូច្នេះមានមកដោយចៃដន្យក៏មានអញ្ចឹងសរុបដោយខ្លីពុទ្ធរូបមានក្នុងប្រទេសកម្ពុជាដោយ3លក្ខណៈទី1មកដោយអ្នកជំនួញទី2ខ្មែរយើងចេះបង្កើតខ្លួនឯងទី3មកដោយចៃដន្យឥឡូវយើងបង្កើតពុទ្ធរូបដោយខ្លួនយើងគឺធ្វើពិធីសិទ្ធព្រះតើពិធីសិទ្ធព្រះនេះមានន័យថាម៉េចថាពិធីសិទ្ធព្រះនេះមានន័យថាកសាងយុស័ក្តិសម្រាប់ខ្លួនយើងដែរកសាងដេជះសម្រាប់ខ្លួនយើងព្រោះពុទ្ធទ្រង់សម្ដែងថាពុទ្ធបូជាមហាដេជោធម្មបូជាមហាបញ្ញោសង្ឃបូជាមហាធនណាំងបូជាពុទ្ធរមែងមានដេជះច្រើនបូជាពធរមែងមានបញ្ញាច្រើនបូជាប្រសង្ឃរមែងមានទ្រព្យធនច្រើនហើយដេជះហ្នឹងស្អីគេដេជះហ្នឹងថាដេជះហ្នឹងអំណាចការខ្លាំងបកែភាពអង្អាចគេឈ្មោះកតញ្ញុដែលឡើងខ្ពង់ខ្ពស់ជាងគេនឹងឲ្យដេជះហើយបើមិនស្គាល់ដេជះទៅគេហៅដេជោហ្នឹងហើយគឺដេជោហ្នឹងគឺដេជះគឺអំណាចហើយអំណាចហ្នឹងបានពីណាមកថាអំណាចហ្នឹងបានពីគេកសាងមកអំណាចហ្នឹងវាមាន5មនុស្សមានអំណាចមាន5ប្រភេទញោមចាំមើលណាទី1សីលដេជះមនុស្សណាបកែខាងកាន់សិលមនុស្សនឹងមានអំណាចធ្វើដំណើរដើរទៅណាខ្មោចព្រាយបិសាចរត់ព្រាតអស់ហើយអត់ទេអត់ហ៊ានបៀតបៀនជាមួយទេជួនកាលយើងមានសិល5ចាំសិល8ដើរទៅតាមដើមឈើដើមព្រៃខ្លោងទ្វារមានអរុកអរិយមានព្រាយបិសាចអមនុស្សផ្សេងវាអត់ហ៊ាននៅពីលើយើងវាហោះរត់គេចចេញផ្លូវឲ្យយើងហើយឯងដើរយប់ឃើញតែភ្លើងព្រាយហោះឆ្វោកបាសសក់ជ្រងរត់គេដែរតាមពិតគេខ្លាចយើងសក់ឯងខ្លាចគេដែររឿងខ្មោចអីនេះយើងធ្វើឲ្យតែខ្លាហានកុំតែខ្លាចវាក៏មិនខ្លាចយើងដែរប៉ុន្តែចំពោះអ្នកមានសិលឲ្យតែថាយើងមានដេជះដើរទៅអាមនុស្សវាខ្លាចនេះមួយទី2គុណដេជះមនុស្សណាដែលធ្វើអំពើល្អច្រើនមនុស្សនឹងមានដេជះទៅណាក៏គេគោរពទៅណាក៏គេស្រឡាញ់សម្បីតែទេវតាក៏ថែអាសាដែរឃើញអ្នកក្រីក្រកំសត់ចេះចែករំលែកចេះធ្វើបុណ្យសន្តានអនុគ្រោះសណ្ដោសដល់អ្នកដទៃមនុស្សនឹងទៅជាមានដេជះមួយដែរទី3គេហៅថាបញ្ញាដេជះមនុស្សដែលមានបញ្ញានៅខ្លួនច្រើនទោះបីកើតកូនអ្នកក្រីក្រកំសត់ពីបំផុតគេលើកតម្កើងត្រូវតែបានខ្ពស់ដូចជាតួអង្គព្រះមហោសថជាដើមដោយសារតែមានបញ្ញាហើយចឹងញោមមើលអ្នកមានបញ្ញាខ្លាចជាអ្នកប្រាជ្ញប្រវត្តិទៅកូនអ្នកក្រនេះគេច្រើនប៉ុន្តែគេមានបញ្ញាទីបំផុតគេបានឡើងខ្ពង់ខ្ពស់គេមានដេជះទី4គេឲ្យឈ្មោះហៅថាធម្មដេជះមនុស្សណាដែលចេះធម៌ច្រើនមានធម៌នៅខ្លួនច្រើនតួអង្គដូចជាវិធុរៈបណ្ឌិតគ្រាន់តែមានធម៌នឹងខ្លួនច្រើនចេះសម្ដែងធម៌ចេះអីស្ដាច់យកមកទុកជាបេះដូងសម្រាប់ប្រទេសជាតិអ្នកប្រាជ្ញសម្រាប់សម្ដែងធម៌បំបត្តិនៅសេចក្តីទុក្ខរបស់ប្រជារាស្ត្រនិងរបស់ព្រះមហាក្សត្រដូច្នេះយើងមើលប្រសង់គ្រប់ព្រះអង្គដែលលោកកូនចៅណាមិនដឹងទេប៉ុន្តែដល់តែលោកបួសមានធម៌នឹងខ្លួនយើងគោរពលោកទៅជាមានដេជះឡើងយុះឡើងស័ក្តិដល់រាជាគណៈដល់សម្ដេចសង្ឃឯទៀតមកឃើញណានេះហើយគេហៅថាធម្មដេជះដេជះមួយទៀតទី5ហៅថាបញ្ញដេជះដេជះកើតឡើងដោយបុណ្យរបស់គេអាហ្នឹងកើតតែមិនឧបមាថាមួយភូមិនេះមានមនុស្ស100នាក់ហើយគេឲ្យរើសមេម្នាក់គ្រប់គ្រងតើនរណាជាអ្នកគ្រប់គ្រងគឺអ្នកមានដេជះនោះហើយអ្នកមានដេជះត្រូវបានធ្វើមេភូមិបានធ្វើមេឃុំបានធ្វើមេស្រុកបានធ្វើមេខេត្តបានធ្វើឯកឧត្តមបានធ្វើលោកជំទាវបានធ្វើអង្គញាបានធ្វើជាអ្នកគ្រប់គ្រងជាសេដ្ឋីកហបតីរហូតដល់រដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីប្រធានាធិបតីប្រធានរដ្ឋប្រមុខរដ្ឋគឺជាមនុស្សដែលមានដេជះហើយអ្នកមានដេជះក្នុងមួយចំណោមយើងអត់ដេជះគេមានដេជះជាងយើងវាត្រូវតែគេមេយើងអញ្ចឹងហើយនិស័យបនយើងវាទៀបជាងគេកាលាយើងឡើងលើគេអត់កើតទេតែឡើងលើគេទៅវាមានបញ្ហាអញ្ចឹងហើយនិស័យមិនអាចគ្រប់គ្រងត្រូវតែអ្នកមានដេជះហ្នឹងកើតពីណាថាកើតពីការកសាងព្រះដែលបញ្ញដេជះនោះកសាងព្រះពីមុនកើតមក100នាក់ដូចគ្នាមួយភូមិហ្នឹងឯងអត់មានអីសោះអញបានព្រះមួយអង្គបើអញ្ចឹងខ្ញុំមេភូមិឯងហ្នឹងមួយអង្គខ្ញុំម្នាក់2អង្គអញ្ចឹងមេឃុំទៅហេខ្ញុំម្នាក់3អង្គអញ្ចឹងមេស្រុកទៅខ្ញុំ4អង្គមេខេត្តទៅខ្ញុំហ្នឹងព្រះធ្វើពីមាសពីពេជ្រពីស្ពាន់នេះទៀតអញ្ចឹងរដ្ឋមន្ត្រីបដ ாய் ទៅខ្ញុំម្នាក់100អង្គស្ដាច់ត្មងទៅឧបមាអញ្ចឹងដេជះវារៀបតាមលំដាប់អ្នកកសាងព្រះគឺកសាងដេជះខ្លួនឯងដោយពាក្យថាពុទ្ធបូជាមហាដេជោបូជាពុទ្ធរមែងមានដេជះច្រើនដេជះខ្លាំងអ្នកដែលគេគោរពចូលចិត្តបូជាព្រះបានយុស័ក្តិតាំងពីបច្ចុប្បន្នរឿងហ្នឹងវាចេញស្ដែងតាំងពីសម័យព្រះនាយមេលាកាគេឲ្យក្រមផ្កាទៅថ្វាយប្របាទពំពិសាដើរតាមផ្លូវឃើញព្រះបាចអាផ្កាម្លិះនឹងថ្វាយទៅព្រះ
ផ្កាម្លិះហ្នឹងអត់ព្រមជ្រុះនៅតែហើរពីលើព្រះដូចមេឃមុំអញ្ចឹងជ្រះថ្លាពេកបាតម្ដាយទៀតផ្កាម្លិះហ្នឹងនៅតែហែលឲ្យឆ្វែលពីលើព្រះអត់ព្រមជ្រុះជ្រះថ្លាណាស់ព្រឺរោមព្រឺស្បែកស្រាប់តែប្រពន្ធឯណោះភ័យឲ្យញ័រខ្លួនប្តីអញធ្វើនឹងវល់ហើយប្តីអញធ្វើអញ្ចឹងអត់បានទេណាដឹងដោះស្ដាច់កបុតកឥឡូវអញធ្វើម៉េចកុំឲ្យកបុតកដើរប្រាប់គេបងប្អូនអើយខ្ញុំហើយនឹងប្តីខ្ញុំអត់មានអីតាក់ទងទេលែងគ្នាហើយលែងប្តីហើយខ្ញុំលែងប្តីហើយអត់មានអីតាក់ទងគ្នាទេនឹកថាបើប្តីវាមានទោសទេទោសតែឯងទៅអញគ្មានទោសអីជាមួយទេមានឯណាដឹងដល់ស្ដាច់ជ្រះថ្លាកាន់តែខ្លាំងលើកតម្កើងតម្លើងយោះតម្លើងសាក់បានរង្វាន់ជាទីគាប់ចិត្តញោមមើលគ្នាបានយោះក្នុងបច្ចុប្បន្នប្រពន្ធនេះនោះខកចិត្តទៅទេខុសមួយចានដែរញោមមើលគ្នាអញ្ចឹងបានគេចូលចិត្តបូជាព្រះទាំងស្រស់ទាំងស្រស់បានជាវាមានរឿងដូចតាជូជក់នាងអមតតាលោកយាយដែលស្គាល់តាជូជក់ដែរធ្លាប់ជួបគ្នាពីកាលតាជូជក់នាងអមតតាក្មេងស្អាតបានប្តីចាស់ចំណាស់ប្រហែលតាជូជក់ចាស់ជាងអាត្មាទៀតហើយបានប្តីចាស់គេតំណាលអញ្ចេះនៅក្នុងជលីអភិសេកតំណាលថាពីមុនគេយកផ្កាមកបូជាព្រះបច្ចេកពុទ្ធអីនាងអមតតាថាមិនបាច់ទេថ្វាយព្រះថ្វាយបច្ចេកពុទ្ធថ្វាយព្រះសង្ឃមិនបាច់យកអាផ្កាស្រស់ទេយកអាកញ្ចាស់ទៅបានហើយដាក់តាផ្កាកញ្ចាស់ថ្វាយទៅបានទេមិនបាច់អាផ្កាស្រស់ហើយគេនាំគ្នាថ្វាយអាស្រស់ដល់តែគេបានប្តីប្រពន្ធមកស្រស់ប្រហែលគ្នាហើយដល់ទៅពេលអមតតាបានប្តីមកយ៉ាប់ត្មងញោមមើលចំណាស់ប្រហែលតាជូជក់ចាស់ជាងអាត្មាទៀតអាហ្នឹងវាអញ្ចឹងបានគេចូលចិត្តថ្វាយផ្កាស្រស់ហើយតែបដល់ថ្ងៃក្រោយតាជជក់ស្លាប់ទៅនាងបានប្តីក្មេងមកគេថាចុះអាហ្នឹងអាមិនដែរគេថាហ្នឹងមកពីពេលក្រោយមកនាងភ្ញាក់អាលឹកយកផ្កាស្រស់មកថ្វាយគេម្ដងបានជាបានមកក្មេងវិញអញ្ចឹងគេចូលចិត្តបូជាបានផលក្នុងបច្ចុប្បន្ននាងម្នាក់ទៅដាំផ្កាហើយដាក់នំ3ដុំទៅបេះផ្កាម្លិះស្រាប់តែឃើញព្រះបិណ្ឌបាតដល់ព្រះអង្គយាងមកជាមួយព្រះអានន្ទយកនំ3ដុំទៅដាក់នឹកថាអញដែលបានធ្វើបុណ្យថ្ងៃហ្នឹងជួបព្រះល្អណាស់មាននំដាក់ហ្មងដាក់ព្រះអង្គទទួលហើយក្រាលអាសនៈឆាន់ហើយព្រះអង្គញឹមអានន្ទសួរថារឿងអីបានញឹមថានាងហ្នឹងទីទៀតបានជាអគ្គមហេសីស្ដេចស្រាប់តែនាងសបាយនឹងបុណ្យដាក់ទៅរួចហើយទៅបេះម្លិះគិតទៅពីច្រៀងហ្មងអត់បាយអត់គិតទេគិតតែបានធ្វើបុណ្យម្ដងគិតតែច្រៀងខ្វាយសំឡេងហ្នឹងវាពុះទ្រូងមេឃជ្រែកសមុទ្រខ្យល់អណ្ដែតកាត់លើចុងព្រៃទៅចូលទៅជាស្ដេចដែលកំពុងលើកតបមកពីច្បាំងឯណោះហើយទៅបល់ចូលទៅជាស្ដេចចេះឆ្ងល់ជាសំឡេងស្អីក៏ព្រោះម្លេះតាមរាប់មើលម្ចាស់សំឡេងនៅឯណាតាមរាប់មើលមកក្មេងស្រីកំពុងបេះផ្កាម្លិះឲ្យស្អាតផងមើលចុះមើលឡើងគេហៅថាប្រតិពតស្រឡាញ់បដោយតែដឹងយកនាងនឹងទៅធ្វើជាអគ្គមហេសីបានជាអគ្គមហេសីគឺនាងម៉ាលីកាជាអគ្គមហេសីស្ដេចញោមមើលគ្នាបូជាព្រះបានផលក្នុងបច្ចុប្បន្នភ្លាមអញ្ចឹងបានគេនិយមអញ្ចឹងឥឡូវយើងក៏បានបូជាគេហៅថាពុទ្ធបូជានឹងមាន2ផ្នែកបូជាមួយផ្នែកបប្រតិបត្តិបូជាគឺការធ្វើតាមព្រះអង្គដូចជាការរក្សាសិល5ចាំសិល8កម្មបទ10ហើយដូចជាអាមិសបូជាគឺបានដល់ការបូជាដោយផ្កាដោយភ្ញីគ្រឿងក្អូបគ្រឿងអីសពបែបយ៉ាងអញ្ចឹងទៅចំណាយមាសពេជ្រចំណាយលុយកាក់កសាងជារូបព្រះហ្នឹងហៅថាអាមិសបូជាហើយប្រវត្តិអ្នកដែលកសាងតាំងពីដើមមកហ្នឹងសិទ្ធិព្រះហ្នឹងមានតាំងពីសម័យដើមញោមពីជំនាន់ពុទ្ធពីបុរាណអាត្មានិទានមិនតិចដើម្បីបំពេញទឹកចិត្តអានិសង្សរបស់ញោមញាតិនិងបញ្ចប់កម្មវិធីមាននិមន្តប្រសងបិណ្ឌបាតដែរអត់ទេញោមញាតិមានពួកម៉ាក់2នាក់ហើយបានធ្វើស្ដេចទាំងពីរស្ដេចមកខាងនោះអត់ចូលចិត្តទេរឿងធម៌រឿងអារឿងបនរឿងកុសលចូលចិត្តតែពីរឿងដបនិងពេងស្ដេចខាងនេះចូលចិត្តរឿងបនរឿងកុសលជួយសន្តោសអ្នកក្រីក្រហើយស្ដេចនេះជ្រះថ្លាណាស់ធ្វើតែអំពើបនយូរនឹកឃើញពួកម៉ាក់អញបានជាស្ដេចហើយតែមិនធ្វើបនជាតិក្រោយនៅរកប្រែតនឹងប្រមាណជំនាន់ទេបានតែស្ដេចជាតិហ្នឹងឥឡូវធ្វើម៉េចជួយគាត់ផងណាកសាងរូបព្រះមួយឲ្យស្អាតវិចខ្ចប់ដាក់ធ្វើជាកញ្ចប់ផ្ញើទៅយើងហៅភាសាយើងឲ្យងាយយល់ថាធ្វើកាដូដាក់កាដូផ្ញើទៅស្ដេចខាងនោះឲ្យអាមាត្យយកទៅហើយផ្ដាំនឹងព្រះអង្គថាព្រះអង្គហើយព្រះអង្គពេលព្រះអង្គយាងទៅដល់ពួកម៉ាក់ខ្ញុំព្រះអង្គធ្វើម៉េចព្រះអង្គជួយប្រោសឲ្យពួកម៉ាក់ខ្ញុំព្រះអង្គនឹងសមាធិអង្គគេផងឲ្យកាន់ធម៌កាន់អាផងណាព្រះអង្គផ្ដាំអញ្ចឹងហើយវិចខ្ចប់ព្រះអង្គផ្ញើទៅ
ស្ដេចឯណោះឮថាគេយកអំណោយមកអូប្រហែលជាឆ្ងាញ់អញនេះប្រហែលជាស្រាពិសេសមកពីបរទេសទៅទទួលសង្ឃឹមថាគេលោកបានសាច់ខ្លែមបានអីហើយខំទៅទទួលស្រាប់តែបកខ្វោបឃើញព្រះចំមករបស់ដែលអញកំពុងតែមិនចូលចិត្តស្រាប់តែព្រះសំដែងរិទ្ធញោមមិនដឹងជារិទ្ធរបស់ទេវតាអមនុស្សនឹងជួយឬក៏យ៉ាងណាដែលផុតពីកញ្ចប់នឹងងើបឡើងមកលើបញ្ចេញឈរពណ៌រាំងស្អីព្រិចស្រាប់តែស្ដេចនឹងឃើញយីព្រះអង្គប្រកែថ្វាយអង្គមហើយនឹកឃើញថាអញ្ចឹងឯតើបានគេជឿលាន់អញ្ចឹងចាប់ពីថ្ងៃហ្នឹងទៅខ្ញុំក៏ជឿដែរសុំជ្រកក្រោមបារមីព្រះអង្គថ្វាយខ្លួនជាឧបាសកគេដែរកាន់សិល5ចាំសិល8គេដែរហើយក៏នឹកឃើញពិចារណាក្រោយពីយល់ដឹងធម៌មែនទែនថាដែលជ្រះថ្លាប៉ុណ្ណឹងមកពីពួកម៉ាក់នឹងជួយដោយសារកសាងព្រះទៅឥឡូវអញគិតកសាងព្រះមួយអង្គវិញឲ្យធំជាងនឹងទៀតកសាងព្រះបែកគំនិតដាក់លោហៈធាតុបិទមាសបិទលោហៈស្ពាន់ទង្វាលំហិនអីចឹងណាស្រាប់តែធ្វើតែឯងខ្លាចកើតឡើងវាអត់មានញាតវាសបោតែទ្របប៉ុន្តែវាក្រទាំងកូនក្រទាំងញាតហើយបើហៅតែគេប្រាប់តែគេអត់ចេញខ្លួនឯងខ្លាចវាសបោតែញាតក៏មិនសូវមានលុយតែមានលុយតិចតួចញាតទៅជួយចាយរស់ស្គមមិនតាន់ធុងស្ពេត្រូក៏បានដែរថ្ងៃអាទិត្យឡើងពេញផ្ទះជួយចាយហើយតែអស់លុយមានភ័យមានអត់តាន់គេរត់ចោលអស់ឯងកាត់ទុកតែឯងដែរហើយចឹងតលថាធ្វើខ្លួនឯងផងហៅគេផងស្ដេចនឹងជ្រះថ្លាពេកប្រកាសទូទៅមហាជនប្រជារាស្ត្រទាំងអស់ពីណាមានមាសយកមកបាត់ព្រះបានប្រកាសប៉ុណ្ណឹងឲ្យគេបាត់ពពោធិសត្វយើងនេះសាមណៈគោដមយួនយកកំណើតកើតជាតិនោះជាអ្នកស៊ីឈ្នួលជួលបំរើគេនឹកឃើញថាអញ្ចឹងចង់មកបាត់បានមាសហើយមកសុំបាត់ស្រាប់តែដល់មកសុំបាត់ស្ដេចថាយីអញស្ដេចណាគួរតែបាត់មុនបើឲ្យគេរាសបាត់មុនវាមិនកើតប៉ុន្តែអញថាខកដល់គិតតែមិនទៅណាអញចេះចុះឥឡូវខ្ញុំមិនថាទេណែឯងទៅបាត់បានប៉ុន្តែទៅសុំព្រះបើព្រះឲ្យបាត់សម្បត្តិបើព្រះមិនឲ្យបាត់ទេកុំឥឡូវទៅថ្វាយគុំសុំព្រះអង្គឲ្យព្រះអង្គខ្ញុំព្រះអង្គសម្បត្តិមាសទេវតានៅក្បែរនោះចូលភ្លុចក្នុងរូបព្រះដូចគេបញ្ចូលរូបខ្មោចអរិយមេមត់ទៅញោមបញ្ចូលភ្លុចប្រាប់តែព្រះថ្មនឹងចេះនិយាយណែអ្នកចូលយកមាសមកបាត់តថាគតចុះស្រាប់តែស្ដេចឃើញអស់ចាអញ្ចឹងលែងយាងមាត់ឲ្យគេបាត់ចុះដល់តែបាត់ទិសដៅដែលត្រូវបាត់ហ្នឹងវាត្រូវចិត្តស្រាប់តែវាអត់ចិត្តនៅខ្វះម្ដុំនឹងធ្វើម៉េចខ្វះមាសបន្តិចទៀតស្រាប់តែប្រពន្ធនៅនោះជ្រះថ្លាឥឡូវបើអ្នកបងខ្វះមាសខ្ញុំទុកចិត្តទៅស៊ីឈ្នួលជួលបំរើគេមួយជីវិតដើម្បីបានមាសយកមកឲ្យបាត់កុំអីខ្ញុំចង់ធ្វើបន់ប្រាថ្នាឲ្យបានត្រាស់ជាប្រពុតខ្ញុំមិនចង់ឲ្យប្រពន្ធមានទុក្ខលំបាកទៅជាស៊ីឈ្នួលគេដោយសារខ្ញុំចង់ធ្វើបន់ឯណាឯងកុំណាកុំខ្ញុំជាប្រពន្ធជាកសៃសារពេជ្រជួយដើម្បីឲ្យអ្នកប្តីឆាប់បានត្រាស់ជាប្រពុតជួយចម្លងសត្វខ្ញុំក៏ជួយដែរជួយឲ្យឆាប់បានត្រាស់បកែកមិនឈ្នះប្រពន្ធក៏សុខចិត្តឲ្យប្រពន្ធទៅស៊ីឈ្នួលគេទៅនៅបានមាសមកឲ្យស៊ីឈ្នួលសម័យនោះទៅមួយជីវិតតែហ្មងញោមទៅនៅជាមួយគេមួយជីវិតបានមាសមកនៅតែដិតដាក់មិនគ្រប់ទៀតមានកូនប្រុសមួយទៀតកូនប្រុសសុំទៅទៀតទៅស៊ីឈ្នួលមួយទៀតឪពុកថាកុំអីកូនខូចអនាគតកូនឯងខំរៀនខំសូត្រទៅកុំទៅស៊ីឈ្នួលគេដោយសារតែឪចង់បានបិទមាសហើយមិនកើតទេកូនសុខចិត្តជួយឪចម្លងឪដើម្បីឲ្យបានត្រាស់ជាប្រពុតនឹងជួយចម្លងសត្វបកែកមិនឈ្នះកូនក៏ឲ្យកូននឹងទៅមួយទៀតទៅបានមាសមកនៅតែបិទមិនគ្រប់ទៀតអង្គុយគិតថាយីនៅតែខ្វះបើសិនជាមានជាងណាចេះខាងវាយសាច់កាប់សាច់នឹងធ្វើជាមាសក៏សុខចិត្តកាប់ឲ្យដែរគ្រាន់តែប៉ុណ្ណឹងក្តៅឆេវដល់ប្រអិនចុះមកដល់ព្រះកាឡាធ្វើជាងមាសមួយដើរស្រែកពពាយនាយខ្ញុំជាងមាសសំបីតែសាច់មនុស្សក៏ចេះវាយឲ្យចេញជាមាសដែរខ្ញុំនឹងជាងមាសសំបីតែសាច់មនុស្សក៏ចេះវាយឲ្យចេញជាមាសដែរចិត្តតែស្រែកលឺឡើងមកដល់ពពោធិសត្វឈ្មោះថាវិរិយបណ្ឌិតពពោធិសត្វនោះប៉ុន្តែដល់ឲ្យយើងសូត្រក្នុងកំណាព្យដាក់វិរិយបណ្ឌិតវាវែងវិញវាលើសចង់យន្តហៅថាត្រង់វ័យបណ្ឌិតរស្មីពណ៌លឿងនោះណាកាលដែលត្រង់អាសាច់ផែធ្វើមាសបិទពុទ្ធរូបភ្លឺល្អអោភាសព្រះអង្គជាងមាសត្រង់វ័យបណ្ឌិតនោះណាហើយដល់ពេលមែនណាណែជាងមាសមែនណាថាមែនណាហើយចេះវាយសាច់ឲ្យចេញមាសមែនទេមែនឲ្យតែបានសាច់មនុស្សមកវាយផ្លាប់ចេញជាមាសផ្លែបើមែនខ្ញុំកាត់ឲ្យមែនកាត់សាច់ខ្លួនឯងខ្វៀលឲ្យគេយកទៅធ្វើមាសកាត់តែភ្លាមទៅគេវាយចេញជាមាសមែនសាច់ខ្លួនឯងនេះក៏ចិត្តវិញដែរដោយសាររិទ្ធរបស់ព្រះអិនណាញោមមិនទៅកាត់មែនតែនអីអញ្ចឹងទៅក៏ដាក់ចិត្តទៅញោមឲ្យបានហេតុអស្ចារ្យហើយប្រពន្ធដែលទៅទីឈ្នួលគេគឺនាងពំពានឹងឯងហើយកូនដែលទៅទីឈ្នួលគេដែរគឺរាហុលនឹងឯងហើយតួអង្គវិរិយបណ្ឌិតគឺតួអង្គព្រះយើងនឹងឯងហេតុនឹងបានជាព្រះអង្គប្រសូតមកមានរស្មីចេញពីរូបរាងកាយគេឲ្យឈ្មោះថាអង្គីរតបុត្រដែលមានពលឺក្នុងចរិយា3ដក
លោកសំដែងថាព្យាមប្រភាសទាមៃហាំងតថាគតមានរស្មីមកព្យាមចេញពីខ្លួនសពកាលដោយអានិសង្ឃកសាងព្រះនឹងហើយបានជាអានិសង្ឃនឹងរុញឲ្យព្រះអង្គកើតក្នុងតកូលអ្នកមានតកូលព្រាមតកូលស្ដេចទេវតាប្រអិនប្រព្រំព្រាមស្ដេចទេវតាប្រអិនព្រំទីបំផុតបានជាប្រពុតយើងនឹងអត់ទៅតកូលថោកទៀតទេនេះដោយសារការកសាងព្រះដូចជាការសិទ្ធព្រះតាំងពីសម័យនោះមកដែរខ្ញុំមើលឃើញដែរនឹងហើយអានិសង្ឃអ្នកសិទ្ធព្រះហើយប្របាទវត្តតាំងគុលរាជឯណោះទៅវិញបអទេសរស៊ីចំនួនពីជាតិមុនជាអ្នកចំនួនត្រាប់តែឃើញព្រះមួយអង្គណាគេវាយបាក់មរៀមប្រហោះនៅក្រោមដើមឈើកដាលព្រៃអាណិតព្រះណាស់ចុះទៅកាយដីស្អិតបិទជាមួយនឹងប្រេងល្ងជួសជុលឲ្យស្អាតដូចដើមជួលគេឲ្យជួយយាមថែអាតាអានិសង្ឃប៉ុណ្ណេះរត់ទទួលទានចេះតែមានបានកើតកាលវាលគុំតិចតិជុំរហូតដល់ទៅស្លាប់ពីនេះទៅកើតឋានសួគ៌ដល់តែចុះពីឋានសួគ៌មកកើតជាស្ដេចឈ្មោះប្របាទវត្តតាំងគុលរាជមានមរៀមដៃទឹកស្ដេចនឹងគោកបីតម្រៃទេសកាចប្រប៉ុណ្ណាដែរលើកតែម្រាមដៃចង្អុលចាញ់ម្រាមដៃស្ដេចនឹងគឺស្លូតទាំងអស់រហូតដល់ស្ដេចនគរដតីលើកទ័ពមកវាយទៅដើមច្បាំងទៅដើមអត់ឈ្នះស្ដេចនឹងអាមាត្យប្រងលើកទ័ពទៅទប់ស្ដេចថាមិនបាច់ទេអាមាត្យយើងទៅតែឯងបានទេលើកតែម្រាមដៃចង្អុលទ័ពស្ដេចដតីចាញ់បោលបាក់បបខ្លោតខ្លាចតម្រៃបោលជន់សេះជន់តម្រៃងាប់រដុករណែលញោមហើយស្ដេចនៅរស់ប្រមាណមកថ្វាយអង្គមថាព្រះអង្គហើយទុកអាយុជីវិតឲ្យខ្ញុំផងបានស្ដេចប្រាប់ថាខ្ញុំអត់មានយកទោសយកជីវិតអ្នកទាំងអស់គ្នាទេអ្នកទាំងអស់គ្នាត្រឡប់ទៅវិញចុះបណ្ឌកម្មសិល5ផងកុំបៀតបៀនគ្នាអ្នកទាំងអស់គ្នាថ្វាយខ្លួនជាបរិវារស្ដេចនឹងមានចំណោះនគរជាច្រើនខ្លាយជាស្ដេចចាក់ដោយសារអានិសង្ឃត្រឹមតកសាងម្រាមប្រហោះព្រះផងញោមហើយចេះចំណងយើងលេងទាំងម្រាមដៃផងម្រាមជើងផងទាំងខ្លួនទាំងមូលផងឲ្យតើបានអានិសង្ឃយ៉ាងណាមួយទៀតកុណាលៈជាបុត្ររបស់ស្ដេចធម្មាសោកកើតមកនិយាយពីស្អាតនោះស្អាតក្នុងតកូលស្ដេចហើយស្អាតទៀតនិយាយណាមុខកញើមិនដែលញឹមប្រមាណខែមកហើយឃើញតែមុខកូនហ្នឹងញឹមហើយកូននោះវាស្អាតម្ល៉េះសេដ្ឋីមកមើលថាមិនដែលមានមុខកូនណាស្រស់ដល់ថ្នាក់ហ្នឹងទេមើលទៅដូចតាក់ទាញដល់ប៉ុន្តែបើភ្នែកនេះមានមួយបែបណាសត្វមួយនៅក្នុងព្រៃហមពៀនឈ្មោះសត្វកុណាលៈភ្នែកថ្លាប៉ុណ្ណឹងបានដាក់ឈ្មោះកូននឹងថាកុណាលរាជកុមារកើតក្នុងតកូលស្ដេចហើយស្អាតទៀតថានឹងមកពីអានិសង្ឃអីពីជាតិមុនឯណោះស្ដេចប្រជាជនកសាងចេតិយនឹងបិទមាសហើយដល់តែស្ដេចជំនាន់ក្រោយគេខណ្ឌសាសនាផ្សេងគេមច្ឆាទិដ្ឋិគេឲ្យវាយបកយកមាសនឹងវិញប្រជាជនអ្នកកាន់ពុទ្ធសាសនាគេនាំគ្នាយំសោកស្ដាយឃើញបាក់បែកចេតិយហើយមានបរិសម្នាក់ហ្នឹងចិត្តសឿងណាស់ចូលទៅថ្វាយអង្គមស្ដេចថាព្រះអង្គខ្ញុំព្រះអង្គសូមអនុញ្ញាតជួសជុលចេតិយនេះឡើងវិញស្ដេចថាជួសជុលឲ្យជួសទៅជួសជុលចេតិយនឹងឡើងវិញស្អាតជារូបព្រះហ្មងយកទៅដាក់ឃើញព្រះនឹងស្អាតជ្រះថ្លាគោរពបូជានឹងអានិសង្ឃត្រឹមតែប៉ុណ្ណឹងញោមបានកើតមកក្នុងតកូលស្ដេចមានយស័ក្តិមានបរិវារដូច្នេះហើយតទៅមុខមានអកុសលវិបាកយ៉ាងណាក៏យើងមិនលើកមកដែរប៉ុន្តែលើកត្រឹមប៉ុណ្ណេះនេះហើយជាអំណាចនៃផលបុណ្យដែលយើងបានកសាងញោមកសាងរូបព្រះនឹងមានន័យថាដូចញោមនិមន្តយាងព្រះមកគង់នៅតំណឹងនាំយកនៅភាពតិចតិជុំយកមកចែកឲ្យមនុស្សនឹងបានភាពតិចតិជុំមកប្រោសសត្វចឹងណាញោមអ្នកណាមកថ្វាយអង្គមព្រះញោមបានបុណ្យរហូតអញ្ចឹងអ្នកណាក៏ដោយឲ្យតែមកថ្វាយអង្គមព្រះញោមជាម្ចាស់ព្រះបានចំណែកបុណ្យរហូតអញ្ចឹងទៅដែរអញ្ចឹងហើយមានដេកចាស់មានបារមីគ្រប់គ្រាន់ទាំងអស់ហើយអ្នកមកចូលចាប់មគ្គផលមកចូលរួមក៏យើងបានរួមចំណែកក្នុងការកសាងព្រះនឹងដែរបើគេកើតជាមនុស្សយើងមនុស្សគេដែរបើគេទេវតាយើងទេវតាគេដែរបើគេតន់ព្រះទេអាមេត្រីយើងក៏តន់គេដែរចេះកុំឲ្យគេមនុស្សលន់ឯងជើង4កតុយមួយតែឯងវាមិនកើតបើអញ្ចឹងហើយសូមឲ្យបុណ្យកុសលនេះមានដល់ប្រករណាប្រគុណជាអង្គម្ចាស់គ្រប់ព្រះអង្គដែលបានទទួលអនិច្ចធម៌ទៅព្រោះបុព្វហេតុជាតិសាសនាជាពិសេសបច្ច័យអធិការវត្តព្រៃសម្រោងនេះគ្រប់ចំនួនក៏សូមឲ្យបានអន្តមនោញ្ញផលកុសលផលបុណ្យសម្រាប់ជាទីគាត់តតីគាត់ចិត្តអតីតអាចារ្យគណៈកម្មការគ្រប់វត្តអារាមទាំងអស់ក៏សូមឲ្យបានទទួលធម៌មនោញ្ញផលកុសលផលបុណ្យនេះដែររីឯបុព្វការីជនរបស់ញោមញាតិឯកឧត្តមលោកជំទាវក៏ជីដូនជីតាម៉ាកងចិត្តចែសោហៀទាអ៊ីពេកៅកងសោអានអឹមសឹមខ្មោចមុនខ្មោចក្រោយ100ជាន់1000ជួរ1000សម្រួតតាទុយទួតតាលាយលាទៅនៅទីណានាំគ្នាមកទទួលកុសលផលបុណ្យក្នុងទីនេះសោយសម្បត្តិទឹកតាមសេចក្តីប្រាថ្នាទាំងញាតិរបស់ម្ចាស់បុណ្យក្តីទាំងញាតិរបស់ភ្ញៀវក្តីដែលស្លាប់ទៅក៏សូមឲ្យបានអត្ថមនោញ្ញផលកុសលផលបុណ្យទាំងអស់គ្នាឯប្រគុណម្ចាស់គ្រប់ព្រះអង្គក្នុងវត្តនេះក៏សូមប្រគុណម្ចាស់បានសុខក្នុងភ្នោះបួសរហូតចាស់ព្រឹកចាស់ព្រេងរាល់ជាតិក៏មកជាតិណាសឹកបានឲ្យសោះក៏ដូចជាក្តីប្រាថ្នាកុំឲ្យមានជំងឺឈឺអាពាហ៍ឯញោមញាតិដែលមកជួយចាប់មគ្គផលជួយខ្នះជួយខ្នែងចាត់ចែងលីសែងលើកទុកលើកដាក់លាងចានលាងឆ្នាំងលាងប៉ាន់លាងពែងរួមទាំងជាងអ្នក
ធ្វើព្រះនឹងដោយមានចិត្តជ្រះថ្លាផងក៏សូមឲ្យបានសុខឲ្យបានចម្រើនប្រាថ្នាអ្វីឲ្យសម្រេចចង់ធ្វើចិត្តបន្លែផ្លែឈើអ្នកដាំអ្នកស្លអ្នកស្លុកបងប្រហុកបងអំបិលប៊ីចេងទាំងចាស់ទាំងក្មេងជាវិយាវចៈអ្នកខ្វល់ខ្វាយរត់តុកបំរើភ្ញៀវបំរើប្រសងព្រះអង្គក្នុងកម្មវិធីបុណ្យពង្រើយាយតាពុទ្ធបរិស័ទទាំងអស់ក៏សូមឲ្យបានសម្រេចអត្ថមនុញ្ញផលអ្នកបើកមេក្រូអ្នកថតរូបអ្នកថតវីដេអូអ្នកមេក្រូអ្នកកម្មការតន្ត្រីពិនពិតនិតកងស្គរត្រជាបៃឈ្មោះខំអ្នកដេញអ្នកដំអ្នកប្រគុំអ្នកផ្លុំអ្នកកោតអ្នកមានម៉ូតូទៅក្លោឡង់វិតាសាវ៉ាស៊ុយសគីកាមេរីតូយតាលិចស៊ីយិនជំនិះដឹកយាយដឹកតាដឹកអាចារ្យដឹកប្រសងក្នុងកម្មវិធីបុណ្យក៏សូមឲ្យបានសម្រេចទៅតាមអត្ថមនុញ្ញផលនៃសេចក្តីប្រាថ្នាសន្តិសុខសម្ដាប់ធ្នាប់